បញ្ហាការវិវត្តចុងក្រោយគឺយើងឃើញហើយមាន2បាទខ្ញុំបែងចែកជា2ទី1គឺពាក់ព័ន្ធទៅនឹងបញ្ហាការឈ្លានពានពាក់ព័ន្ធបញ្ហាដែនទឹកបាទដែនទឹកទី2គឺតាក់ទងទៅនឹងបញ្ហាដែនគោកបាទអញ្ចឹងទេខ្ញុំលើកបញ្ហាដែនទឹកមុនគឺច្បាស់ណាស់បាទគឺក្រោយពីការលុបចោលនៅ MOU ឆ្នាំ2001ពីប្រទេសថៃគេហៅថា MOU លេខ44នោះបាទគឺកម្ពុជាយើងបញ្ជាក់ចំហយ៉ាងច្បាស់ហើយចេញនៅលិខិតផ្លូវការក្នុងការបន្តនីតិវិធីយន្តការផ្សះផ្សាដោយបង្ខំបាទគឺ compulsory conciliation ក្រោមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីអំពីនីតិសមុទ្រ UNCLOS អញ្ចឹងកម្ពុជាយើងបានដាក់ចេញលិខិតនេះផ្លូវការហើយគឺនៅថ្ងៃទី2ខែមិថុនាឆ្នាំ2026នេះផ្ញើទៅភាគីថៃផ្ញើទៅភាគីអង្គការសហប្រជាជាតិបាទហើយនីតិវិធីនេះនៅពេលដែលយើងចាប់ផ្ដើមនីតិវិធីគឺភាគីម្ខាងទៀតมันអាចបដិសេធពីព្រោះគេហៅការបង្ខំនីតិវិធីផ្សះផ្សាដោយបង្ខំមានន័យថាហៅពីរហ្នឹងមកចរចាគ្នាក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិហើយអត់មានរឿងមួយណាដែលមិនមកទេបាទនីតិវិធីនេះគឺត្រូវតែមកអញ្ចឹងរយៈពេលដែលយើងដាក់លិខិតទៅនេះគឺ21ថ្ងៃក្រោយគឺថៃត្រូវតែចាត់នៅអ្នកផ្សះផ្សាចំនួន2រូបបាទតំណាងឲ្យប្រទេសថៃឬក៏ជាពិសេសគឺអ្នកជំនាញផ្នែកច្បាប់ឯមកដើម្បីជជែកវែកញែកគ្នាក្នុងការផ្សះផ្សានោះអញ្ចឹងនៅថ្ងៃទី21យើងត្រូវតែទទួលនូវព័ត៌មានហើយនៅបញ្ជីឈ្មោះអ្នកផ្សះផ្សា2រូបពីប្រទេសថៃបាទអានេះទៅតាមយន្តការដែលមានចែងនៅក្នុងច្បាប់បាទអញ្ចឹងនេះមានចែងហ្មងគេមានចែងតាក់ទងទៅនឹងនីតិវិធីហើយនឹង timeline ហើយនឹងពេលវេលាកំណត់តែម្ដងបាទអញ្ចឹងទេ21ថ្ងៃត្រូវចាត់អ្នកផ្សះផ្សា2រូបបើអត់ចាត់មកទេផុតពី21ថ្ងៃទៅកម្ពុជាមានពេលមួយអាទិត្យក្នុងការជម្រាបជូនព័ត៌មាននេះទៅអគ្គលេខាធិការអង្គការសហប្រជាជាតិហើយអគ្គលេខាធិការអង្គការសហជាតិបន្ទាប់ពីទទួលលិខិតរបស់កម្ពុជាក្នុងរយៈពេល1ខែត្រូវរកអ្នកផ្សះផ្សា2រូបនេះតំណាងឲ្យប្រទេសថៃបាទធ្វើការជ្រើសរើសបាទច្បាស់លាស់តែម្ដងអ្នកឯងមិនទៅក៏ត្រូវតែគេអង្គការសហប្រជាជាតិគេ proceed ទេគេដំណើរការតទៅមុខទេបាទហើយបន្ទាប់ពីបានអ្នក4ហ្នឹងហើយ4អ្នកផ្សះផ្សាទាំង4គឺរើសអ្នកផ្សះផ្សាទី5បាទអ្នកផ្សះផ្សាទី5ហ្នឹងគឺអ្នកទាំង4ហ្នឹងគឺជាអ្នកជ្រើសរើសដែលមានរយៈពេល1ខែក្នុងការជ្រើសរើសអ្នកផ្សះផ្សាទី5ដែលជាប្រធានអ្នកផ្សះផ្សាទីគណៈកម្មការផ្សះផ្សាហើយបើរោមបានជាទូទៅអ្នកទី5សំខាន់បាទពីព្រោះនីតិវិធីនៅក្នុងការផ្សះផ្សាដំណើរការនៃការផ្សះផ្សាគេមានធ្វើបង្កើតជា rule internal rule បទជាផ្ទៃក្នុងអីលក្ខណៈនោះវាកើតចេញពីការបោះឆ្នោតនៅក្នុងគណៈកម្មការទាំង5ហ្នឹងបាទអញ្ចឹង2យើងដឹងច្បាស់ហើយអញ្ចឹងងាប់រួចចង់ក្រោយទី5នេះបាទអញ្ចឹងបានវាសំខាន់ដូច្នេះទេបើពេល1ខែអ្នកទាំង4ហ្នឹងរើសអត់បានទៀតមានរយៈពេលមួយអាទិត្យបាទភាគីណាក៏បានថៃក៏បានកម្ពុជាក៏បានជូនដំណឹងទៅអង្គការសហជីវជាតិដើម្បីជ្រើសរើសអ្នកផ្សះផ្សាទី5អង្គការសហជីវជាតិតបពីទទួលលិខិតហើយគឺមានរយៈពេល1ខែក្នុងការជ្រើសរើសអ្នកផ្សះផ្សាទី5បាទរើសមកអត់មានស្ទះដល់ការងារនឹងទេបាទដូច្នេះដំណើរការនេះគឺបន្ទាប់ពីរើសបានអ្នកផ្សះផ្សាទាំង5ហើយគឺនឹងដំណើរការប្រជុំហើយបាទធ្វើការផ្សះផ្សាហើយបាទផ្សះផ្សានឹងយកទៅឯកសារអីដែលមានបាទម្នាក់អំណាចយើងខ្លួនទៅណាផែនទីនេះផែនទីនោះអនុសញ្ញានេះសន្ធិសញ្ញានេះ MOU កន្លងមករបាយការណ៍កិច្ចព្រមព្រៀងផ្សេងយកដាក់លើតុមកវិញងាយគ្នាទៅបាទអញ្ចឹងនៅពេលដែលដំណើរការនៃការផ្សះផ្សាវិញងាយគ្នានេះគឺមានរយៈពេល1ឆ្នាំនៅក្នុងច្បាប់និយាយអានេះមិនមែនខ្ញុំអ្នកនិយាយខ្ញុំអានបាទអាននីតិសមុទ្រក្រមអនុសញ្ញារបស់អង្គការសហជីវជាតិនេះទេបាទគឺមានពេល1ឆ្នាំអញ្ចឹងសរុបមកគឺដំណើរការនៃការផ្សះផ្សាដោយបង្ខំនេះពីចាប់ផ្ដើមដំបូងដែលកម្ពុជាផ្ញើលិខិតជូនដំណឹងទៅរហូតដល់ចង់បញ្ចប់នៅចេញនៅរបាយការណ៍ចុងក្រោយហើយនឹងចេញនៅអនុសាសន៍នៅក្នុងរបាយការណ៍ដើម្បីឲ្យភាគីទាំងពីរអនុវត្តនោះគឺមានរយៈពេលប្រមាណជា13ខែទៅ15ខែបាទសរុប13ខែទៅ15ខែចន្លោះប៉ុណ្្នឹងឯងបើសិនជាថៃព្រមបញ្ជូនមនុស្សមកអាហ្នឹងវាត្រូវការអង្គការសហជីវជាតិដើម្បីជ្រើសរើសបន្ថែមត្រូវការចំណាយពេលបន្ថែមទេបាទថែម1ខែថែមអីចឹងទេអញ្ចឹងវាក្នុងចន្លោះហ្នឹងអញ្ចឹងអ្វីដែលខ្ញុំរំពឹងថាបើយោងទៅតាមនីតិវិធីរបស់ UNCLOS គឺដំណើរការនៃការផ្សះផ្សានេះរបាយការណ៍ចុងក្រោយហើយនឹងសន្និដ្ឋាននេះគឺនឹងចេញនៅក្នុងរំលងខែសីហាឆ្នាំ2027ខាងមុខបាទអញ្ចឹងយើងអត់ធ្មត់បន្តិចបាទព្រោះការងារដោះស្រាយមិនមែនជាការងារពីអ្នកប្តីប្រពន្ធទៅឃុំអីនិយាយត្រូវគ្នាហើយមករួមរស់មួយគ្នាវិញទេនេះបញ្ហាដែលអធិបតេយ្យភាពបញ្ហារវាងប្រទេសនិងប្រទេសបាទអញ្ចឹងវាត្រូវការពេលដូចនេះបាទហើយសម្រាប់បញ្ហានេះគឺនៅពេលដែលមានចេញរបាយការណ៍នឹងអនុសាសន៍នោះហើយវាមិនមែនជាគេហៅថាសេចក្តីសម្រេចរបស់តុលាការទេភាគីមួយណាភាគីទាំងពីរអាចឯកភាពក្នុងការអនុវត្តឬក៏មិនអនុវត្តតាមបាទតែបើឯកភាពក្នុងការអនុវត្តនៅក្នុងយន្តការនេះគេមាន monitor ទៀតបាទត្រួតពិនិត្យការអនុវត្តទៀតអញ្ចឹងបើអនុសាសន៍ទី1ទី2ទី3ទី4ចឹងមកតើបើអនុវត្តទៅភាគីទាំងពីរអនុវត្តទៅវារលូនអត់ទៅ1 2 3 4ចឹងទៅបាទការបែងចែកគ្នាការប្រជុំបែងចែកគ្នាការគូសដាក់គោលដាក់អីតើតើបញ្ហាព្រំដែនហ្នឹងណាបើឯកភាពនេះអញ្ចឹងអាហ្នឹងគេទៅអញ្ចឹងទៅប៉ុន្តែអង្គការសហជីវជាតិនៅតែបន្តក្នុងការត្រួតពិនិត្យហើយប៉ុន្តែបើសិនជាករណីដែលភាគីមួយមកតែថៃគេអត់ព្រមទទួលយកទៅរបាយការណ៍ចុងក្រោយនៅអនុសាសន៍នោះបាទក៏កម្ពុជាយើងអត់ធ្វើអីគេកើតដែរអង្គការសហជីវជាតិក៏ធ្វើគេកើតដែរ
đại Campuchia dương đâu tại bản to bà dương những ai cái sao lâu cho bà hỏi ní cứ ai cái sao lâu cho bà mà ai cái sao đây trong ca sầm rốt thành phố bọn ca sạp chiết vì smart nó nút xì nhà smart nó xì nhà smart nó xì nhà bà cho nên dương ai cái sao ní đã to số một tệ cục dân cả thì có mà thấy khăng dương á về dương lực bành ha thấy liên biên đâu à riêng dương lực bành ha thấy liên biên đâu còn xa xong ông ca sạp chi chiết đấy thấy khăng và đã chụp dây muối bà sân chia chụp cho cha thì muối bà sân đâu lực ở bành ha trả chuyện bọn này anh nó cũng là liên biên giống ấy mà nhom lực nhom ngặt kỳ vay các bà thấy nhom nó xuyên rồi nếu cho nên dương vô ai cả xa ní tao đa tam rồi dân là cá bà dân là cá đã sầm piết tại trong bành ha cá tú bành ha on trả chiết ní tao lơ tao từ thầy ta mà dân là cá để cho mơ khơi miền chẳng thay phong miền này cam mà chia phong đại chia sẻ chức nó miền tí muối cứ cái nắp cam cá từ lên mày còng và MOC tí muối tí pí dân cá ASEAN bà ní cứ hai dân cá không nằm cam chia tao từ lớn cái này lâu nâng ông cá sạp chia con cá sầm rộp sầm rúa này bắp này ấy phong dương miền sản thị nhá rồi bài cá phần này miền Anusa phần này tại thay tôi vô đi lâu dương xong ơi nó không sắm chức ASEAN này bao dươngไปไทยกี่ประเทศได้มันกรุบฉบับมันกรุบเอาไว้ได้บ้านจิตๆซ่าๆนี่บ้ามันกรุบฉบับมันอ่านวัดฉบับสู้แต่ไทยตัวอันแต่พวกอะไรค่ะปัญหาการตุกจัดระบบอันตรายชีวิตเกิดอยู่ไทยในชาอันตรายชีวิตปัญหาการบรรดาตุนหมกไทยนะเห็นหนูซีมุ้ยบ่เนี่ยไอ้อันกรุบฉบับมันนึงมันดูประเทศอันเป็นฉบับไอ้สำคัญจริงๆมวยจีนทุกบ้าคือเปียกอนตัวนึงไม่ชิมเลือดจังเลยค่ะเตะตรงตัวนึงปัญหาบาดยังพลิกสมโตฟองบาด้วยគ្នាដែរនេះនៅយន្តការតំបន់ហើយបន្តយើងបញ្ចទៅយន្តការពិភពលោកយើងឃើញឲ្យអង្គការសហជីវជាតិនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិក៏លើកដូចគ្នាលើកអាហ្នឹងមកដល់នៅជាពិសេសជាងគេគឺខ្មាស់ជាងគេបំផុតគឺនៅអង្គសន្និបាតអង្គការសហជីវជាតិដែលមាន193ប្រទេសអញ្ចឹងឲ្យថៃឲ្យពិភពលោកដឹងថាថៃជាមនុស្សយ៉ាងម៉េចបាទអត់គោរពនៅសន្ធិសញ្ញាដែលបានជារបាយការណ៍ចុងក្រោយនឹងអនុសាសន៍នេះទេបាទនេះគឺជាអ្វីដែលយើងនឹងបានធ្វើតែយើងនឹងបន្តធ្វើហើយពាក់ព័ន្ធទៅនឹងងាកមកទី2គឺខ្ញុំបន្ថែមតតងកន្លែងយួនខ្លុសតិចលោកនេះបើសិនជាខាងគណៈកម្មការគេកាត់សេចក្តីមកថាកម្ពុជាឈ្នះចុះវាតតងជាមួយនឹងកោះគុតព្រោះតំបន់វាមានកោះគុតមកផងដែរកន្លែងនេះថៃអាចមានអីបន្តទៀតលោកមិនដឹងពីព្រោះតំបន់ទី1គឺតំបន់ទូតស៊ីគ្នាផងមានព្រេងមានអីផងហើយអាការ claim ដែនសមុទ្រទឹកហ្នឹងគឺមានរៀងខ្លួនដឹងតែដូច្នេះបានយើងយកអាមកញ្ចប់ហ្នឹងទៅដោះស្រាយនៅឆាកអន្តរជាតិតែម្ដងបាទពាក់ព័ន្ធនឹងបញ្ហាកោះគុតមែនទែនថៃថាគីឡាជ័យគេជុំជ័យបាទពួកគេគ្រប់គ្រងអាហ្នឹងកម្ពុជាយើងស្ងាត់អត់មានឃើញអីគេអភិវឌ្ឍទៅជាតំបន់ទេសចរទៅជាសន្តាគារទទួលទេសចររាប់ផ្សែងអ្នកបាទមួយឆ្នាំប៉ុន្តែនៅពេលដែលដើរចេញអំពីយន្តការទ្វេភាគីបាទយើងទៅយន្តការត្រីភាគីយន្តការអន្តរជាតិនេះបាទយើងនិយាយអំពីច្បាប់បើយើងទៅយន្តការអន្តរជាតិយើងនិយាយអំពីច្បាប់អន្តរជាតិនិយាយពីសន្ធិសញ្ញាដែលទទួលស្គាល់ដោយអន្តរជាតិនៅក្នុងនោះក្នុងដំណើរការនៃការផ្សះផ្សាមិនភ្លេចទេកម្ពុជាយើងមានអាវុធមួយដ៏មុតស្រួចគឺសន្ធិសញ្ញាបារាំងសៀម1904 1907នៅក្នុងសន្ធិសញ្ញានេះមានគូសពាក់ព័ន្ធនឹងព្រំដែនគោកជាង800គីឡូបាទរហូតដល់សមុទ្រទៅដល់កោះគុតបាទកោះគុតនេះគេនិយាយអំពីកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅកោះគុតគឺជាព្រំនៃប្រទេសទាំងពីរព្រំបន្ទល់នៃប្រទេសទាំងពីរដូច្នេះទេមួយផ្នែកកោះគុតគឺទៅថៃមួយផ្នែកទៀតគឺមកខាងកម្ពុជាបាទបើយើងអនុវត្តទៅលើយន្តការ UN Clause នេះផ្សះផ្សាដោយបង្ខំនេះហើយបើមានការឯកភាពនេះសម្រាប់មួយគ្នាគឺថៃនឹងបាត់បង់ការគ្រប់គ្រងកោះគុតមួយផ្នែកធំគឺត្រូវធ្លាក់មកខាងកម្ពុជាបាទនេះគឺជារឿងល្អបាទដែលកម្ពុជាយើងប្រើនៅយន្តការអន្តរជាតិតែខ្លាចតែដល់ពេលហ្នឹងវាព្រមបាទអានេះហើយដែលយើងគិតថាថៃនឹងមិនព្រមទេបាទថៃនឹងមិនព្រមទេទៅលើការអនុវត្តទៅលើអនុសាសន៍បាទទៅលើសេចក្តីសន្និដ្ឋាននិងអនុសាសន៍នោះតែទោះជាយ៉ាងណាយើងនៅតែបន្តបាទឥឡូវបើយើងមិនទៅយន្តការអន្តរជាតិមិនមានឯកសារដើម្បីយើងយកទៅតវ៉ានៅអច្ចាអន្តរជាតិបកអាក្រាតថៃទេតែយើងទៅទាមទារយ៉ាងម៉េចបញ្ហាកោះគុតបញ្ហានេះបាទដូច្នេះទេខ្ញុំឃើញមានអ្នកវិភាគប៉ុន្តែគាត់មិនមែនអ្នកវិភាគគាត់អ្នកនយោបាយទេមែនទេទៅបាទនៅក្រៅប្រទេសហ្នឹងបាទគាត់បំពុលមែនទេតែម្ដងហើយខ្ញុំជឿជាក់ថាបងប្អូនយើងត្រូវវិញនិយាយឲ្យបានច្បាស់បាទអំពីផលប្រយោជន៍ជាតិពីព្រោះពួកគាត់និយាយនោះតែគិតតែពីផលប្រយោជន៍នយោបាយទេបាទគាត់និយាយថា MOU 2001ធ្វើឲ្យបាត់កោះគុតបាទត្បូងបាទដល់ពេលក្រោយមកថៃលុប MOU ឆ្នាំ2001បាទគាត់ថាកម្ពុជាយើងធ្វើឲ្យបាត់កោះគុតមានន័យថាយ៉ាងម៉េចអា MOU នៅគាត់ថាបាត់កោះគុតแล้วលុប MOU ហើយយើងមកយន្តការផ្សះផ្សាដោយបង្ខំដោយបាទជាប្រប្រាស់នៅអនុសញ្ញារបស់អង្គការសហប្រជាជាតិគាត់ថានៅតែបាត់កោះគុត
ហើយនៅពេលដែលយើងផ្សារយន្តការផ្សារដោយបង្ខំដោយប្រើប្រាស់ដូចខ្ញុំលើកឡើងទៅនឹងផែនទីបារាំងសៀមនេះសន្ធិសញ្ញាបារាំងសៀមនេះក៏គាត់មិនបាត់ទេបាទតែបើអត់ទៅយន្តការអន្តរជាតិមិនប្រើប្រាស់នៅសន្ធិសញ្ញានេះទេគឺយើងបាត់ហើយព្រោះគេគ្រប់គ្រងអស់ហើយថ្ងៃនេះដូច្នេះទេកុំចេះតែខ្ញុំបាននយោបាយគាត់ចង់ចំណេញនយោបាយជារឿងរបស់គាត់ប៉ុន្តែបើរឿងបញ្ហាជាតិដែលធ្វើឲ្យប្រជាជនជ្រួលច្បល់នោះគួរតែកុំនិយាយបាទកុំលើកឡើងអំពីបញ្ហាដូចនេះពីព្រោះយើងធ្វើនយោបាយគឺដើម្បីផលប្រយោជន៍ជាតិដែរបាទមិនមែនដើម្បីអំណាចខ្លួនឯងសុទ្ធសាធនោះទេដូច្នេះទេកុំបំភាន់មតិមហាជនហើយគាត់លើកឡើងរហូតដល់ពាក់ព័ន្ធជាមួយនឹងខាងប្រទេសខាងកើតទៀតហើយរួមហើយនឹងធ្វើគាត់ថាបើរបបគាត់ចង់ឲ្យមានចុងក្រោយគឺមានអនុសាសន៍គាត់ចង់ឲ្យមានការផ្លាស់ប្ដូររបបដើម្បីយើងអាចទៀមទាកោះគុតទៀមទាកោះត្រល់អីលក្ខណៈបាទហើយយើងដើរដល់ប្រព័ន្ធនេះហើយយើងងាកទៅណាវិញបាទហើយកុំដុតបញ្ហាបន្ថែមអានេះគឺខ្ញុំបញ្ជាក់យើងកំពុងតែមានបញ្ហាជាមួយមួយខាងលិចដោះស្រាយឡើងវេទនាពិបាកហើយមករុញបញ្ហាខាងកើតទៀតបងប្អូនដែលខ្ញុំចាំពីក្រោយរយៈក្រោយមកខ្ញុំនិយាយរឿងបញ្ហាខាងកើតខ្ញុំនិយាយហើយឥឡូវយើងផ្ដោតទៅលើសត្រូវមួយសិនសត្រូវមួយមិនឈ្នះផងព្រមសត្រូវពី3រួមឬមិនឈ្នះគេបាទដូច្នេះសុំឲ្យគិតពីផលប្រយោជន៍ជាតិជាធំបាទជាជាងការចង់បានទទួលអំណាចតាមរយៈការព្រួលរំលំអីរបបអីឡាក់នោះបាទសូមលោកដិតបន្តទៅដល់ព្រំដែនគោកនោះបាទពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនគោកដូចជាយើងបានជ្រាបហើយក្រោយពីកិច្ចចរចាបាទប្រយុទ្ធគ្នា21ថ្ងៃនៅខែធ្នូហើយយើងបានចរចាគ្នានៅម៉ាឡេស៊ីដោយ JBC General Border Committee ដោយគណៈកម្មការព្រំដែនទូទៅហើយបានសម្រេចឲ្យមានបទចុះបាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ប៉ុន្តែអ្វីដែលមានចែងនៅក្នុងបទជប់បាញ់នៅក្នុងកិច្ចព្រមព្រៀងជាមួយគ្នានោះថៃមិនបានគ្រប់ទេថៃបានរំលោភចូលគ្រប់គ្រងលើដែនអធិបតេយ្យភាពរបស់កម្ពុជាថែមទៀតបាទហើយឥឡូវនេះបញ្ហានៅតែគ្រប់គ្រងហើយនឹងកសាងសំណង់រឹងកើតដាក់ដូចជាផលិតផលទេសចររបស់គេទៀតបាទឥឡូវនេះដូច្នេះទេបញ្ហានេះគឺយើងនៅតែទាមទារឲ្យថៃចូលនៅយន្តការទ្វេភាគីយន្តការប្រជុំតាក់ទងទៅនឹង JBC គណៈកម្មការព្រំដែនរួមដើម្បីកំណត់នៅព្រំដែនមកហើយកម្ពុជាបញ្ជាក់ចំហច្បាស់ហើយមិនទទួលស្គាល់ទេតាមរយៈការគ្រប់គ្រងដែនអធិបតេយ្យភាពកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងបាទសម្ដេចអធិបតីក៏បានបញ្ជាក់នៅកិច្ចសន្និសីទអាស៊ានចុងក្រោយដែរនៅសេប៊ូនៅហ្វីលីពីនដែរបាទនេះគឺច្បាស់ណាស់ដូច្នេះទេកម្ពុជាត្រូវទាមទារបាទអ្វីដែលចុះកិច្ចព្រមព្រៀងជាមួយគ្នាចុងក្រោយគឺកិច្ចព្រមព្រៀងដូចខ្ញុំលើកឡើងថ្ងៃទី27ខែដេសែម្បឺខែធ្នូឆ្នាំ2025ត្រូវឲ្យថៃអនុវត្តទៅលើកិច្ចព្រមព្រៀងនេះបើអនុវត្តទៅលើកិច្ចព្រមព្រៀងនេះមានន័យថាយ៉ាងម៉េចភាគីទាំងពីរត្រូវចូលមកប្រជុំ JBC ថៃកិច្ចរហូតថៃអត់មកចូលរួមទេបាទថៃអត់ចូលរួមកិច្ចប្រជុំ JBC បើចូលរួមកិច្ចប្រជុំ JBC គុនកបាទទៅវិញហ្នឹងក្រុមចូលយមថៃប្រលះទៀតហើយបាទដូច្នេះប្រឹងកិច្ចមកសំទោសដូច្នេះយើងត្រូវបង្ខំយ៉ាងណាពីព្រោះសញ្ញេដល់ខ្លួនឯងអ្នកសញ្ញេទាំងសងខាងហើយមានសញ្ញេនៅក្នុងនេះទៀតនៅក្នុងកិច្ចប្រជុំអាស៊ានទៀតបាទមានសម្របសម្រួលដល់ប្រធានអាស៊ានទៀតដូច្នេះយើងត្រូវតែធ្វើការតស៊ូមតិឲ្យថៃចូលអនុវត្តទៅលើកិច្ចព្រមព្រៀងថ្ងៃទី27ខែធ្នូ2025ទី1ទី2កម្ពុជាត្រូវស្វែងរកនៅការអន្តរាគមន៍ពីមហាអំណាចនេះគឺជាចំណុចដែលកម្ពុជាត្រូវបន្តទៅថែមទៀតហើយការជាពិសេសគឺមហាអំណាចចិនហើយនិងមហាអំណាចសហរដ្ឋអាមេរិកពីព្រោះមហាអំណាចទាំងពីរនេះបាទគឺមានសម្ពាធយ៉ាងខ្លាំងអាចដាក់សម្ពាធខ្លាំងទៅថៃបាទដើម្បីឲ្យចូលក្នុងកិច្ចចរចាប្រជុំ JBC ឡើងវិញពីព្រោះចិនជាអ្នកដែលវិនិយោគធំជាងគេបំផុតបាទនៅទាំងកម្ពុជាទាំងថៃអាមេរិកគឺជាទីផ្សារដែលនាំចេញទំនិញច្រើនបំផុតបាទពីកម្ពុជាពីថៃបាទពីថៃនាំទៅអាមេរិកប្រហែលជាខ្ទង់36%កម្ពុជានាំទៅអាមេរិកខ្ទង់40% នៃទំនិញសរុបរបស់ខ្លួនដូច្នេះទេមហាអំណាចទាំងពីរនេះបាទមានគេហៅថាអាចដាក់សម្ពាធទៅលើប្រទេសទាំងពីរនេះឲ្យចូលតុចរចាអញ្ចឹងយើងស្វែងរកការអន្តរាគមន៍នេះបន្តទៀតទី3ខ្ញុំលើកច្រើនដងហើយតាក់ទងទៅនឹងយន្តការច្បាប់បញ្ហាយន្តការច្បាប់នេះខ្ញុំមិនឃើញរដ្ឋាភិបាលចេញមកបំភ្លឺដល់សាធារណជនទេអ្វីដែលខ្ញុំលើកខ្ញុំមិនមែនលើកព្រំដែនដែលថៃគ្រប់គ្រងទាំងអស់ទេគឺពាក់ព័ន្ធទៅនឹងតំបន់ប្រាសាទព្រះវិហារពីព្រោះប្រាសាទព្រះវិហារនេះយើងឈ្នះក្តី ICJ នៅតុលាការយុត្តិធម៌អន្តរជាតិតាំងពីឆ្នាំ1962បាទហើយការបកស្រាយសាលិកាឡើងវិញនៅឆ្នាំ2013ប៉ុន្តែហេតុអ្វីពេលនេះថៃបានបាញ់កំទេចប្រាសាទព្រះវិហារបានគ្រប់គ្រងនៅតំបន់ប្រាសាទព្រះវិហារហើយឥឡូវនេះកសាងហេដ្ឋារចនាសម្ព័ន្ធហើយមានចង់បញ្ជូននៅណាទេសចរអីមកទៀតហេតុអីក៏យើងមិនដាក់ពាក្យទៅ ICJ ម្ដងទៀតក្នុងការបកស្រាយសាលិកាក្នុងការចេញនៅគេហៅថាសាលិកាឲ្យថៃដកទ័ពចេញពីតំបន់នេះដូចឆ្នាំ2013នេះគឺជាចំណុចមួយដែលខ្ញុំនៅអត់អស់ចិត្តទេក្នុងខ្លួនខ្ញុំព្រោះខ្ញុំផ្ដល់អនុសាសន៍នេះយូរហើយមកច្រើនដងនិយាយឡើងសិនថាគេហៅថាតប៉ែមកដល់ហើយ
มันให้อัดคืนทางรัฐบาลข้างคณะกรรมการพรมแดนข้างกระทรวงการบรติหรือก็ข้างตำนานรัฐบาลโบสไลปีปัญหานี้ตีบ่าจนเราเลิกปัญหานี้กว่าเวลาวิ่งที่บุญปัญหาพรมแดนโกงในนั้นคือจะต้องทำเศรษฐกิจบ่ายังทั่วบ้านรอเฮาคือแปะปอนแต่นังกาทั่วแปะกาบ่าการสปีดแปะปอนแต่นังกากัดเป็นทอยในการทั่วเป็นกิจกรรมจมุยของไทยนี่บ่าไอ้ที่ปรำคือแปะปอนแต่ปัญหาการตูดยังในแต่บรรโตจำเลิกแล้วจังบ่ากรบยนต์การตูดนี่คือมีสาระสำคัญสำหรับการไปเชียร์ต่างอ้อตรงตะนังเตออาเซียนเตอองค์การสหประชาชาติở bản to đất nôm nấu cái đặc công bằng cây cà xiên eo thí cho tôi phải đất lại to là cái vùng chín biến hay có đôi chia bẹp con tận năng military attack sẽ cái hào thang ở quan vô thi trăm san tụt xây mà tôi sẵn cách lại ní dương tôi tại bản to bằng một thoát tang xây chia bài ca mình mấy tôi sẵn cách đồng mấy bắt ngắt trứng ấy này rồi mi bài ca phó mà thì bố thấy có sao đấy bài nhà đi cũng là lúi bó kế cũng thưa cháu rồi bên kia mà ướt mớ bên xoay vậy nè banh cái phơi banh cáiประมาณ ขวบ บานหดเอวที่จอตื้อยังการบานหดบานนี่ก็จะสปีดบุ้ยตะเลยประเทศไทยของได้ปะคนหลบดัดตาประเทศกัมพูชีบ่อยเยอะก็โดยเฉพาะประชาชนบ่อยเยอะตาบานเรียนไปคลาสปีเมเรียนดอชุจักบ่ได้สมจิตบาดปัญหาการไทยเชียนเปลี่ยนหมอกกัมพูชีบาขนมแกหาสมัยตุ่มเนิบนี่คือทัวร์กัมพูชีเพียกล้วนเนี่ยคล้วนโดยขมอยจำปีไงอย่างมาเนี่ยคล้วนโดยขมอยจำปีไงให้ได้ไปวางจำทับเนี่ยล้วนครั้งที่มุ้ยคือจะตรงตนังการประการจำไทยรบสับชนำกลอมานี่มาแต่งแปะปอนตนังการติ้งตำแหน่งไทยแต่งการตัวเลงในประเทศไทยที่ชอแต่งการตัวเชียบาตัวกายตัวพอที่ใช้ดูดับเชียบากายตัวพอคือเจ้าหน้ามาจะนายเลยรบป้อนเรียนอะไรมาชนำก็จึงจำไทยจะจำสตรูระบบล้วนแล้วนี้สตรูล้วนทวัดบานจำปูทรานไปปูทรานทวัดทุ่มตื้อเล็บจังเล็บยังวิ่งมานี่เยอะเพี้ยล้วนโดยขมอยจำปีไงจังแต่ตรงปัญหาสกิลนี่ไอ้ปัญหาสกรีนไม่ก็บังการเอาการไปเชียร์ยืงบังเริงครูนายหลังปิดปีโปรนเอาขนมสมัยนี้ยืงกรุ๊ปนี้ไตนั่นนี่ยัยให้ก็การไปเชียร์ครั้งเติมอาจารย์ปีโบราณเพียงตึกใดบานเติมเกรอบอ่านยืงเติมเกสตับยืงครั้งปีครั้งนี่ยัยสวยเลยเป็นนายทั่วอย่างไรมันสวยดิมามันสวยดิเกก่อสร้างเกอัดมีสกรีนรอบซับชนะมาให้เกก่อสร้างทุนเทียนมนุษย์รอบซับชนะมาให้ไอ้เกเอาแต่ครั้งมีนกับมันไอ้โมมายืงเติมแขกครูเนี่ยจังเต้ปัญหากับแขกครูจังคล้อยไอ้ดับไปก่อสร้างไอ้การไปเชียร์จังครั้งยังเคยย้ายคือจอลนามหาชนยืงมีการรวบรวมสามัคคีគ្នាนกเป้ได้มีสังเกตក្រោយសង្គ្រាមជាដើមបាទគឺយើងបានចូលរួមចំណែកទាំងសមរភូមិមុខទាំងសមរភូមិក្រោយបាទយើងបានរួបរวมគ្នាហើយទាំងអស់ហើយបញ្ហាបង្កើននៅគេហៅគំនិតជាតិនិយមយើងបានភ្ញាក់ខ្លួនបាទយើងធ្វើឲ្យមានជាតិនិយមឡើងវិញដូច្នេះទេគឺយើងឃើញថាប្រជាជនយើងមានការភ្ញាក់រលឹកធ្វើពហិការទៅលើតំណែងថៃអាវុធនេះអាវុធមុតស្រួចបាទអាវុធនេះមិនមែនអាវុធលេងសើចទេបងប្អូនទៅមើលទូរលេខនៃការនាំចូលតំណែងថៃបងប្អូនទៅមើលទូរលេខកម្ដៅនៃសេដ្ឋកិច្ចថៃទៅបាទគឺមានផលប៉ះពាល់យ៉ាងខ្លាំងបាទពាក់ព័ន្ធទៅនឹងការធ្វើបេក្ខការនេះហើយបងប្អូនដែលជាមហាសេដ្ឋីអ្នកមានទ្រព្យមានអំណាចក៏គាត់ចេញលុយដើម្បីវិនិយោគច្រើនបាទយើងវិនិយោគនៅក្នុងស្រុករបស់យើងបង្កើនផលិតកម្មរបស់យើងបង្កើនគុណភាពទាំងបរិមាណបាទក្នុងការផលិតហើយទន្ទឹមនឹងនោះក៏ប្រជាពលរដ្ឋយើងបាទគឺងាកមកបាទទទួលយកនៅការប្រើប្រាស់នៅផលិតផលក្នុងស្រុកបាទផលិតផលក្នុងស្រុករបស់យើងគឺមានកំណើនមានការគ្រប់គ្រងច្រើនពេលនេះបាទពីមុនក៏និយាយរឿងរបស់ខ្មែររបស់វៀតណាមនោះដើរចេញហើយរបស់ថៃអូរត់ទៅបាក់កងាប់បាទចង់បាទសុតទៀតអត់សុតអត់យកបាទក៏ថៃសុតទៀតហ្នឹងហើយបាទដូច្នេះទេនេះគឺជាអ្វីកែបង្កើននៅជាតិនិយមហើយទី4បង្កើននៅប្រាក់ចំណូលជាតិគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលដែលសម្ដេចតេជោបានលើកឡើងហើយក៏ដូចជាអាដាមជារិទ្ធអ្នកនាំពាក្យរបស់សម្ដេចតេជោបានលើកឡើងចំណូលពន្ធគោលរបស់កម្ពុជានៅពេលដែលបិទព្រំដែនបិទការនាំចូលពីថៃហេតុអីក៏ចំណូលពន្ធគោលរបស់កម្ពុជាកើនឡើងគឺបិទវាគួរតែថយចុះមិនអញ្ចឹងយើងផលិតក្នុងស្រុកច្រើនព្រោះពន្ធគោលវាពាក់ព័ន្ធនឹងបញ្ហាឆ្លងដែនហើយបញ្ហានេះវារ៉ាំរ៉ៃយូរឆ្នាំមកហើយពីណាក៏ដឹងដែរប្រឡងចូលគោយប្រឡងចូលអីនេះបាទមិនអស់តិចទេហើយក៏កន្លែងគេហៅថាខ្លាញ់បំផុតដែរធ្វើការប្រហែលឆ្នាំស្រង់ដើមខ្លាយមានเวลา4 10រាប់មកនោះបាទដូច្នេះបញ្ហានេះគឺជាបញ្ហាមួយដែលយើងបានបាទទាំងថ្នាក់ដឹកនាំគឺបានដឹងអំពីចំណុចនេះបាទបញ្ហាកន្លងមកគឺបញ្ហាការនាំចូលដែលខុសច្បាប់ការខុបខុតនៅតំបន់ព្រំដែនដែលនាំចូលក៏ដូចជាមានអ្នកកាងបាទមានអ្នកកាងការនាំចូលនេះខ្ញុំឮទៀតមានរហូតដល់គេហៅថាឈ្មួញកដាលមួយដែលគឺថាចង់នាំតំណែងពីថៃចូលមកបងពុន100បងពុន30បានហើយគេហៅជា70 30បាទ70 30យកតំណែងដែលត្រូវបងពុន100ណែបង30ទេនេះគឺមកការហើយហ្មងគេត្រូវគ្នាជាមួយណាមកការបានចូលតាមច្រកហ្នឹងបើមន្ត្រីច្រកហ្នឹងបើគោយនៅច្រកហ្នឹងមិននេះមិនត្រូវគ្នាធ្វើមិនអាចនាំចូលបានបាទអញ្ចឹងគេមានអ្នកសម្របសម្រួលឈ្មោះកដាលអញ្ចឹងទៅអញ្ចឹងថៃកន្លែងនេះគាត់អាចវិភាគខុសដែរលំនៅគាត់មើលទទួលលេខក្នុងកណ្ដាស់
តាទូលេខកែវកណ្ដាលនោះច្រើនជាងអ្វីនឹងទៀតបាទ បាទចាក់ស្ដែងតាមត្រូវហើយពីព្រោះទូលេខក្រសួងពាណិជ្ជកម្មថៃនាំចេញមកកម្ពុជាច្រើនតែទូលេខរបស់កម្ពុជានាំពីថៃមកតិចជាងពីព្រោះអីកិច្ចពន្ធកិច្ចពន្ធហើយនឹងការបងពន្ធនេះ 30% នេះបាទ30 70នេះបាទនេះបញ្ហាដូច្នេះទេការអង្កេតរបស់សម្ដេចតេជោហាក់បីដូចជាមានការភ្ញាក់ផ្អើលនេះបាទគឺត្រឹមត្រូវណាស់បាទរឿងនេះកើតឡើងបាទកើតឡើងដូច្នេះទេក៏សំណូមពរដែរដើម្បីពង្រឹងនៅចំណូលថវិកាជាតិយើងទៅពង្រឹងនៅកាយថាការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ពួកគេបងពន្ធ 100% យើងបងពន្ធ 30% យើងទៅប្រកួតមួយគេហ្មងបាទចូលវាអត់យុត្តិធម៌ដូច្នេះទេសំណូមពរដល់ថ្នាក់ដឹកនាំបាទក្នុងការពិនិត្យមើលទៅលើតាមច្រកនេះមិនមែនតែច្រកថៃទេទាំងច្រកវៀតណាមទាំងច្រកឡាវឥឡូវនេះតំណែងថៃនាំវៀងមកតាមច្រកឡាវបាទហើយក៏នៅមានបញ្ហានេះដែរដូច្នេះសង្ឃឹមថារដ្ឋាភិបាលក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបាទជួយពិនិត្យបញ្ហានេះមែនទែនដើម្បីបង្កើនចំណូលពន្ធគយឲ្យយើងកាន់តែច្រើនទៀតឥឡូវយើងកើនពេលបិទថៃទៅកើនជាង 20% បាទដូច្នេះបើយើងពិនិត្យមើលឲ្យបានច្បាស់ពាក់ព័ន្ធបញ្ហាខាងវៀតណាមខាងឡាវថែមទៀតគឺយើងនឹងអាចបង្កើនចំណូលពន្ធគយយើងបន្ថែមទៀតបាទហើយអាចបើកការស៊ើបអង្កេតបាទទៅដល់មន្ត្រីពាក់ព័ន្ធមួយចំនួនដែលយើងសង្ស័យមន្ត្រីជាពិសេសមន្ត្រីគយមន្ត្រីតាមច្រកនេះបាទអត់ប្របាកទេពួកគាត់មានដាក់ចេញក្រៅ declare នៅទ្រព្យសម្បត្តិហើយកាលពីឆ្នាំមុនចូលពន្ធគយចូលការងារទៅហើយក្រោយចូលការងារគាត់មានទ្រព្យប្រមាណខ្លះស៊ើបអង្កេតមើលទៅបាទបានចំណូលមកពីណាប្រភពមកពីណាយើងរកឃើញហើយរឹបអូសសម្បត្តិពួកគាត់មកយកមកដាក់ចូលថវិកាជាតិដើម្បីអភិវឌ្ឍពង្រឹងនៅសេដ្ឋកិច្ចពង្រឹងនៅហេដ្ឋារចនាសម្ព័ន្ធពង្រឹងនៅវិស័យយោធារបស់កម្ពុជាយើងបាទនេះហើយដែលយើងចង់ឲ្យកម្ពុជាខ្លាំងបាទមិនដូច្នោះទេយើងបាត់ទៅអស់បាទហើយចំណុចទី5តាក់ទងទៅនឹងពង្រឹងបាទយើងភ្ញាក់ខ្លួនតាក់ទងវិស័យការពារជាតិយើងយើងរស់នៅសន្តិភាពយើងបំផ្លាញចោលនៅអាវុធបាទយើងមានអីវងមួយគួយចំណងនៃឡាក់នោះបាទដែលជាមិត្តនិមិត្តសញ្ញាដែលកម្ពុជាយើងនឹងរស់នៅក្នុងសន្តិភាពបាទមិនចង់ឲ្យមានសង្គ្រាមអីទេដូច្នេះទេយើងបានចាប់ផ្ដើមពង្រឹងនៅវិស័យយោធារបស់យើងបាទពង្រឹងជាពិសេសគឺចុងក្រោយនេះគឺដាក់ចេញនៅច្បាប់កាតព្វកិច្ចយោធាបាទហើយទី6ខ្ញុំគិតថាដើម្បីឲ្យយើងខ្លាំងគឺត្រូវមានកំណែតម្រង់ជាចាំបាច់សម្ដេចក៏តែងតែលើកឡើងដែរបាទទាំងសម្ដេចតេជោទាំងសម្ដេចធិបតីកំណែតម្រង់គឺជាការស្លាប់រស់នៃប្រទេសជាតិបាទដូច្នេះទេសូមមែនទែនបាទដើម្បីឲ្យពង្រឹងឲ្យជាតិយើងខ្លាំងយើងត្រូវពង្រឹងឲ្យច្បាស់ពិតប្រាកដតាក់ទងទៅនឹងគេហៅថាកំណែតម្រង់វិស័យសាធារណៈបាទតាក់ទងទៅនឹងគេហៅថាអតិផរណាអ្នកនយោបាយទួនាទីនយោបាយក្នុងជួររដ្ឋាភិបាលអតិផរណាមន្ត្រីរាជការតាមក្រសួងអតិផរណាមន្ត្រីនៅកងកម្លាំងប្រដាប់អាវុធនៅថ្នាក់ក្រោមជាតិអីលក្ខណៈនេះបាទយើងត្រូវពិនិត្យបញ្ហានេះហើយធ្វើការអាប់ដេតធ្វើបច្ចុប្បន្នភាពទៅលើស្ថាប័នដែលចាំបាច់ដើម្បីចូលរួមចំណែកអនុវត្តការងារអនុវត្តនៅយុទ្ធសាស្ត្រនិងផែនការរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពហើយនឹងមានប្រសិទ្ធផលបាទសូមអរគុណលោកបណ្ឌិតដែលបានធ្វើការបកស្រាយទៅលើទាំងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងពិភពលោកក៏ដូចជាការវិវត្តចុងក្រោយបំផុតនៃព្រឹត្តិការណ៍ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជារបស់យើងដែរដោយសារតែពេលវេលារបស់យើងគៀកមកដល់នឹងបញ្ចប់ហើយបាទតើលោកបណ្ឌិតមានអ្វីចុងក្រោយផ្ដាំផ្ញើទៅប្រិយមិត្តរបស់យើងទេបាទភ្ជាប់ជាមួយនឹងចុងក្រោយសូមមកសំណួរបន្ថែមទៀតតកតងជាមួយនឹងតើយើងគួរត្រៀមខ្លួនអ្វីខ្លះក្នុងរឿងដែលកំពុងកើតឡើងនេះបាទរឿងទាំងអន្តរជាតិទាំងពិភពលោកហើយទាំងក្នុងប្រទេសរបស់យើងបាទដូចខ្ញុំលើកឡើងតាំងពីដើមមកតាំងពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយសង្គ្រាមនៅលើពិភពលោកហើយក៏ដូចជាបញ្ហាថៃឈ្លានពានលើកម្ពុជានេះបាទគឺពលរដ្ឋកម្ពុជាយើងបាទត្រូវតាមដាននូវព័ត៌មានដែលច្បាស់ដែលមានប្រភពត្រឹមត្រូវបាទកុំចេះតែមានអ្នកបំផុសបំផុលនិយាយ MOU 2001សញ្ញេក៏បាត់កោះគុតបាទ MOU 2001លុបចោលក៏បាត់កោះគុតទៅយន្តការអន្តរជាតិក៏បាត់កោះគុតបងប្អូនកុំជឿបាទដូច្នេះបងប្អូនអាចពិនិត្យមើលជាក់ស្ដែងហើយស្ដាប់កុំស្ដាប់តែម្ខាងទៅពេលយើងថាមិនចូលចិត្តខាងរដ្ឋាភិបាលយើងអត់ស្ដាប់ហើយយើងទៅស្ដាប់តែខាងនោះគូក្បាលយើងទៅខាងហ្នឹងឯងដើម្បីឲ្យយើងខ្លាចជាពលរដ្ឋល្អហើយយើងបានព័ត៌មានត្រឹមត្រូវការវិនិច្ឆ័យត្រឹមត្រូវគឺទាមទារឲ្យយើងស្ដាប់ទាំងអស់ verify គ្រប់ជ្រុងព័ត៌មានដែលមានពាក់ព័ន្ធទៅនឹងប្រធានបទបាទបើមកនិយាយប្រធានបទរឿងព្រំដែនមួយតើខាងណាខ្លះមានខាងរដ្ឋាភិបាលមានខាងអន្តរជាតិមានខាងថៃមានខាងប្រឆាំងមានខាងអីយើងបូកចូលគ្នាមកយើងអាចសំយោគបានអ្វីដែលជាការពិតបាទនេះទៅទាមទារឲ្យយើងអនុវត្តទាំងនេះហើយបន្តរួបរวมគ្នាបាទបន្តរួបរวมគ្នាសាមគ្គីគ្នាคล้ายជាកងកម្លាំងសមរភូមិក្រោយដ៏មានឥទ្ធិពលពាក់ព័ន្ធទៅនឹងការរួបរวมសាមគ្គីការចែករំលែកបាទទាំងកម្លាំងកាយទាំងទ្រព្យសម្បត្តិបាទក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដីយើងហើយពាក់ព័ន្ធទៅនឹងការធ្វើពាក្យឯកាបាទត្រូវតែបន្តហើយនេះពង្រីកថែមទៀតបាទមិនមែនតែបន្តទៅលើបញ្ហាទំនិញដែលហាមឃាត់ឬក៏ទំនិញមួយចំនួននោះទេណាខ្ញុំគិតថាយើងគួរតែពង្រីកបន្ថែមទៀតដើម្បីវាប្រើអាវុធបាទអាវុធពាណិជ្ជកម្មនេះបាទអាវុធសេដ្ឋកិច្ចនេះបាទ
ដើម្បីវាយថៃបាទហើយទីហើយបន្តមកទៀតខ្ញុំគិតថាបងប្អូនយុវជនយើងដែលគ្រប់អាយុកាតព្វកិច្ចយោធាបាទបងប្អូនមានកិត្តិយសក្នុងការចូលរួមបម្រើជាតិបាទចូលកាតព្វកិច្ចយោធានេះហើយក៏សំណូមពរដល់រដ្ឋាភិបាលវិស័យសាធារណៈក៏ដូចជាវិស័យឯកជនត្រូវដាក់នៅចំណុចលក្ខខណ្ឌមួយបាទនៅពេលខាងមុខនេះអ្នកដែលបានឆ្លងកាត់នៅកាតព្វកិច្ចយោធាគឺអត្ថិភាពដល់អត្ថិភាពបាទចូលបម្រើនៅក្នុងក្រុមហ៊ុនឯកជនវិស័យឯកជនក៏ដូចជាវិស័យសាធារណៈឡើងឡាក់បាទនេះគឺជារឿងដែលយើងត្រូវធ្វើទាំងអស់គ្នាហើយក៏សំណូមពរផងដែរបាទទៅដល់អ្នកមានក្របធនបាទធ្វើការផលិតនោះកុំអោយគេថារបស់ខ្មែរប្រើមិនកើតទេបាទអត់កើតមែនដំបងខ្លាំងខ្ញុំប្រើកើតមែនខ្ញុំនិយាយបញ្ជាក់តាមត្រង់អញ្ចឹងទេដូចជាមិនពិបាកទេបច្ចេកវិទ្យាសហការជាមួយក្រុមហ៊ុនដែលគេផលិតល្អក៏បានដែរលួចរៀនបច្ចេកវិទ្យាគេមកមើលតាម YouTube មើលក៏អាចផលិតបានល្អសាប៊ូមុនអីខ្ញុំប្រើកើតមែនពិបាកប្រើតែខ្ញុំថាធ្វើពាក់ឯកាយអញ្ចឹងធ្វើម៉េចក៏ខ្ញុំត្រូវទ្រាំប្រើដែរដូច្នេះទេសូមឲ្យមានការផលិតឲ្យបរិមាណគ្រប់គ្រាន់គ្រប់គ្រងទីផ្សារក៏ដូចជាគុណភាពដែលអាចទទួលយកបានហើយនឹងតម្លៃដែលអាចទទួលយកបានបាទពីព្រោះគេនាំចូលគេដឹកជញ្ជូនផងគេបង់គុណផងគេយកមកលក់នៅយើងបានហើយតែក៏យើងនៅក្នុងស្រុកហើយក៏ពិបាកខ្លាំងម្លេះបាទហើយក៏សំណូមពរដល់រដ្ឋាភិបាលក្នុងការជួយសម្របសម្រួលបាទទៅដល់អ្នកវិនិយោគិនរបស់យើងអ្នកផលិតកម្មរបស់យើងសិប្បកម្មរបស់យើងកាត់បន្ថយនៅគេហៅថាដើម្បីកាត់បន្ថយនៅថ្លៃដើមនៃការផលិតអីជួយសម្របសម្រួលហ្នឹងទៅបាទហើយសំណូមពរចុងក្រោយគឺតកតងទៅនឹងការធ្វើនៅកំណែតម្រង់រដ្ឋាភិបាលស៊ីជម្រៅបាទគឺតកតងជាមួយនឹងសង្គ្រាមមជ្ឈិមបូព៌ាដែលមកទល់ម៉ោងនេះថ្ងៃនេះគឺមានរយៈពេល102ថ្ងៃហើយចាប់តាំងពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026គឺការវាយប្រហារពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ឺរ៉ង់ហើយមកដល់បច្ចុប្បន្ននេះគឺមាន102ថ្ងៃតើសង្គ្រាមនោះនឹងវិវត្តយ៉ាងណាហើយមានព្រឹត្តិការណ៍សំខាន់អ្វីខ្លះបាទសូមអញ្ជើញលោកបណ្ឌិតបាទធ្វើការបកស្រាយជូនទៅប្រិយមិត្តខ្លួនឯងបាទសូមអរគុណបាទសូមជម្រាបសួរប្រិយមិត្តទាំងអស់បាទពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមអ៊ីរ៉ង់បាទគឺចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈបាទអញ្ចឹងដូចលោកពូនិតធីបានលើកឡើងគឺមានរយៈពេល102ថ្ងៃបាទតែនៅលើពិភពលោកយើងនេះមានស្ថានភាពតានតឹងនៃភូមិសាស្ត្រនយោបាយបញ្ហាសង្គ្រាមកំពុងតែបន្តនេះមិនមែនមានតែនៅមជ្ឈមបូព៌ាទេបាទគឺមានច្រើនទៅទៀតហើយជាពិសេសគេសង្គ្រាមដែលយូរជាងគេបាទដែលកំពុងតែប្រយុទ្ធគ្នាខ្លាំងបាទតែយើងម្នាក់យើងហាក់បីដូចជាបង្វែរការចាប់អារម្មណ៍មកមើលតកតងទៅនឹងសង្គ្រាមអ៊ីរ៉ង់នេះបាទគឺសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបាទដែលចាប់ផ្ដើមតាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022បាទអញ្ចឹងទេរហូតដល់ថ្ងៃនេះគឺមានរយៈពេល1566ថ្ងៃហើយបាទស្មើនឹង4ឆ្នាំ3ខែ16ថ្ងៃយូរណាស់បាទយូរជាងយើងរបស់ពលពតទៀត3ឆ្នាំ8ខែ20ថ្ងៃទៀតបាទហើយសម្រាប់យើងក៏មិនភ្លេចដែរយើងវិភាគហើយពិនិត្យមើលតាមដានរឿងរបស់គេតែយើងត្រូវតាមដានរឿងរបស់យើងដែរសង្គ្រាមដែលបញ្ហាភាពតានតឹងរវាងថៃឈ្លានពានមកលើកម្ពុជានេះក៏ចាប់ផ្ដើមពីថ្ងៃទី28ខែឧសភា2025បាទអញ្ចឹងរហូតមកដល់ពេលនេះគឺរយៈពេល377ថ្ងៃហើយបាទស្មើនឹង1ឆ្នាំ12ថ្ងៃបាទយើងត្រូវចាំទាំងអស់គ្នាទាក់ទងបញ្ហានេះហើយអ្វីដែលខ្ញុំលើកឡើងនេះហេតុអីខ្ញុំលើកឡើងអំពីបញ្ហាទាំង3នេះពីព្រោះវាប៉ះពាល់បាទវាប៉ះពាល់ទៅដល់ខ្សែសង្វាក់ផលិតកម្មខ្សែសង្វាក់នៃការដឹកជញ្ជូនពាក់ព័ន្ធប៉ះពាល់ទៅនឹងបញ្ហាពាណិជ្ជកម្មហើយនឹងធ្វើឲ្យមានអតិផរណាបាទកុំភ្លេចថានៅពេលដែលរុស្ស៊ីត្រូវបានទទួលនទណ្ឌកម្មការនាំចេញប្រេងទៅទីផ្សារពិភពលោកនោះបាទទីផ្សារប្រេងក៏មានតម្លៃខ្ពស់ដែរបាទបើមិនជារុស្ស៊ីវិលទៅមុនសង្គ្រាមវិញបាទយើងបញ្ហាប្រេងក៏មិនដល់ថ្នាក់នេះដែរបាទហើយបញ្ហាសង្គ្រាមមជ្ឈិមបូព៌ាក៏ធ្វើឲ្យបញ្ហាប៉ះពាល់យ៉ាងខ្លាំងហើយប៉ះពាល់យើងដឹងទាំងអស់គ្នាបាទខ្ញុំបញ្ជាក់ដដែលតកតងច្រកអូម៉ូសបាទគឺនៅបន្តបិទហើយមិនមែនប៉ះពាល់តែប្រេងឧស្ម័នទេយើងដឹងហើយរហូតដល់ពេលនេះគឺប៉ះពាល់តកតងទៅនឹងធាតុចូលកសិកម្មទៅទៀតពីព្រោះច្រកនេះក៏នាំចេញនៅធាតុចូលកសិកម្មប្រមាណជា30%ទៅទីផ្សារពិភពលោកគឺជីបាទយើងនិយាយស្រួលស្ដាប់ទៅគឺជីដូច្នេះទេធ្វើឲ្យជីតម្លៃជីនៅក្នុងទីផ្សាររបស់កម្ពុជាយើងនេះក៏មានឡើងខ្ពស់បាទដោយដែលប្រធានសមាគមមួយចំនួនក៏លើកឡើងហើយពីមុនជាង400តែឥឡូវឡើងជាង700ក្នុងមួយតោនបាទនេះគឺជាបញ្ហាដែរដែលប៉ះពាល់ទៅដល់ទីផ្សារណាប៉ះពាល់ទៅដល់ថ្លៃដើមនៃការផលិតរបស់កម្ពុជាប៉ះពាល់ទៅដល់ការប្រកួតប្រជែងរបស់កម្ពុជាបាទជាមួយនឹងប្រទេសក្នុងតំបន់ហើយបញ្ហាសង្គ្រាមអ៊ីរ៉ង់បាទចុងក្រោយនេះយើងបានឃើញទាំងអស់គ្នាហើយគឺកិច្ចចរចារវាងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកបាទគឺខាងរដ្ឋបាលលោកដូណាល់ត្រាំប្រឹងប្រែងមែនទែនហើយក៏បានធ្វើសម្បទានជាច្រើនពីព្រោះលោកដូណាល់ត្រាំរោកន្លែងចាប់មិនឃើញខ្ញុំមានជំរាបជូនហើយបាទច្រើនដងហើយគឺថាអាមេរិកវាយអ៊ីរ៉ង់មិនមានយុទ្ធសាស្ត្រដកថយទេបាទគឺវាយហើយប៉ាន់ស្មានខុសនឹកឃើញថាអ៊ីរ៉ង់កំពុងតែប្រជុំថ្នាក់ដឹកនាំទាំងអស់យកការបានដាក់មកក្របមកក្តោបយកតែម្ដងផ្លាស់ប្ដូររបបអ៊ីរ៉ង់តែមិនស្រួលដូច្នេះទេក្នុងរបបអ៊ីរ៉ង់ដូចបានបញ្ជាក់អញ្ចឹង
គឺគេរៀបចំរចនាសម្ព័ន្ធរួចហើយមានន័យថាបើសិនជាអ្នកនេះស្លាប់អូតូម៉ាទិកអ្នកនេះត្រូវឆ្លងបន្តគេមានអ្នកបន្តវេនបាទរបស់គេនៅក្នុងរចនាសម្ព័ន្ធហើយដូច្នេះទេការស្លាប់ថ្នាក់ដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ក៏ដោយក៏មិនមានការរង្គោះរង្គើទៅដល់របបអ៊ីរ៉ង់ដែរហើយធ្វើឲ្យប្រជាជននៅគេថាប្រជាជនរបស់អ៊ីរ៉ង់ក៏ដូចជាបណ្ដាប្រជាជនមូស្លីមមួយចំនួននៅជុំវិញពិភពលោកកាន់តែបង្កើនកំហឹងបាទក្នុងការប្រឆាំងទៅនឹងសហរដ្ឋអាមេរិកប្រឆាំងទៅនឹងអ៊ីស្រាអែលបាទមានការធ្វើបាតកម្មជាដើមដូច្នេះទេនៅចុងក្រោយនេះការរយៈការទទួលសម្ពាធយ៉ាងខ្លាំងរបស់ពីក្នុងប្រទេសពីខាងក្នុងហើយក៏ដូចជាពីខាងក្រៅពីខាងក្នុងនោះយើងឃើញមានហើយពាក់ព័ន្ធទៅនឹងបញ្ហាការឡើងថ្លៃប្រេងនៅក្នុងសហរដ្ឋអាមេរិកលោកដូណាល់ត្រាំគាត់ទទួលស្គាល់គាត់ថាបើស្គ្រីមចប់ភ្លាមប្រេងធ្លាក់វិញហើយបាទគាត់សម្ភាសហើយជាពិសេសគឺខាងនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិកនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិកមានសភាមានព្រឹទ្ធសភាអាមេរិកបាទហៅទៅសួរចម្លើយបាទអាករដ្ឋមន្ត្រីធំពីររបស់សហរដ្ឋអាមេរិកមានលោក Peterson រដ្ឋមន្ត្រីការពារជាតិគេហៅក្រសួងសង្គ្រាមបាទពិបាកស្ដាប់ណាស់លោកប្រើពាក្យក្រសួងសង្គ្រាមហើយគ្មានបកកើតសន្តិភាពយ៉ាងម៉េចទេបាទហើយនឹងចុងក្រោយនេះគឺរដ្ឋមន្ត្រីលោក Marco Rubio រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកទៅសួរពាក់ព័ន្ធដេញដោលនៅសភានៅព្រឹទ្ធសភាពាក់ព័ន្ធទៅនឹងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់នេះហើយអ្វីដែលសួរភាគច្រើនគាត់ថារដ្ឋបាលលោក Donald Trump តែលើកថាអាមេរិកឈ្នះហើយបាទអ្វីខ្ទេចអស់ហើយអ៊ីរ៉ង់នៅបាទខ្ទេចអស់ហើយអញ្ចឹងក៏សួរថាខ្ទេចយ៉ាងម៉េចបើខ្ទេចហេតុអីក៏វានៅតដៃបានគេនៅរស់ធម្មតាបាទបើខ្ទេចអស់ហើយមិនពីមុនអត់ច្រកមកបើកធម្មតាឥឡូវអ្នកឯងឲ្យអ៊ីរ៉ង់បិទច្រកមកហ្នឹងអញ្ចឹងមានអីជោគជ័យអញ្ចឹងការសួរដេញដោលភាគច្រើននោះគឺគេនិយាយអំពីផលប៉ះពាល់នៃការចំណាយរបស់សហរដ្ឋអាមេរិករហូតដល់ពេលនេះប្រមាណ$30,000 លានហើយបញ្ហាដួលរលំរបបអ៊ីរ៉ង់មិនដួលហើយបញ្ហាកាន់តែធ្ងន់ធ្ងរគឺបិទច្រកអមដែលធ្វើឲ្យប៉ះពាល់ទៅដល់ពិភពលោកហើយក៏ដូចជាបញ្ហារដ្ឋបាលលោក Donald Trump បាទអង្វរឲ្យមានការចរចាហើយបាទអង្វរពាក្យនេះបាទក្នុងន័យការទូតយើងមើលអត់ឃើញអញ្ចឹងទេប៉ុន្តែអ្វីដែលខ្ញុំថាលោក Donald Trump អង្វរអ៊ីរ៉ង់ឲ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាមនេះពីព្រោះពីមុនលក្ខខណ្ឌយើងដឹងហើយណាលក្ខខណ្ឌនៃការចរចាមុនពេលដែលបង្កើតអាវុធប្រយុទ្ធគ្នាក្នុងសង្គ្រាមនោះបើនិយាយអំពីបញ្ហាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ហាក់បីដូចជាព្រមប៉ុន្តែក្រោយមកអាមេរិកបន្ថែមតាមការញុះញង់របស់អ៊ីស្រាអែលគឺអាមេរិកបន្ថែមលក្ខខណ្ឌដូចជាការកំទេចចោលនៅកម្មវិធីមីស៊ីលការកំទេចចោលនៅសម្ព័ន្ធមិត្តនៅតំបន់មជ្ឈមបូព៌ាបាទជាដើមនេះបាទដែលធ្វើឲ្យការចរចាមិនទៅមុខប៉ុន្តែពេលនេះអាមេរិកអត់និយាយអីទេនិយាយតែរឿងពីរដែលធំទី1គឺអត់មានអាវុធនុយក្លេអ៊ែរបាទទី2បើកច្រកអ៊ឺម៉ូសបាទច្រកអ៊ឺម៉ូសមានបញ្ហាស្អីអ៊ីរ៉ង់ធ្លាប់បើកទេតែអាមេរិកខ្លួនឯងអត់បើកបាទដើម្បីដាក់សម្ពាធអ៊ីរ៉ង់ដូច្នេះទេនៅចុងក្រោយនេះគឺនិយាយខ្លាំងទាក់ទងទៅនឹងការមិនមានអាវុធនុយក្លេអ៊ែរបាទហើយអ៊ីរ៉ង់ហាក់បីដូចជាឯកភាពមែនទែនទៅបាទគាត់ថាលោកម៉ូតាបាខាមេនីបាទបាន approve ហើយគាត់រំពឹងថានឹងមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះនៅក្នុងថ្ងៃស្អែកឬក៏ខានស្អែកក្នុងអាទិត្យនេះបាទប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះអ៊ីស្រាអែលមិនព្រមទេរឿងបញ្ហាទាំងអស់គឺអ៊ីស្រាអែលនឹងដុតទៀតហើយបាទដុតមិនឲ្យសង្គ្រាមនេះចប់ទេតាមរយៈការវាយបាទតាមរយៈការវាយទៅលើសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់គឺក្រុម Hezbollah នៅលីបង់នេះបាទអង់គ្លេសហៅថា Lebanon បងប្អូនខ្លះកុំច្រឡំ Lebanon ហើយលីបង់ដូចគ្នាទេលីបង់គឺពាក្យបារាំងបាទដូច្នេះបញ្ហានេះបានធ្វើឲ្យអ៊ីរ៉ង់បាទពីព្រោះអ៊ីរ៉ង់ដាក់លក្ខខណ្ឌដែរក៏មានកិច្ចចរចាលុះត្រាតែមានបទឈប់បាញ់គឺភ្ជាប់ជាមួយនឹងបទឈប់បាញ់រវាងអ៊ីស្រាអែលហើយនឹងលីបង់ Hezbollah បាទដូច្នេះនៅពេលដែលអ៊ីរ៉ង់នៅពេលដែលអ៊ីស្រាអែលវាយ Hezbollah គឺស្មើនឹងចង់រំលាយនៅបទឈប់បាញ់បាទហើយក៏ដូចជារំលាយនៅការចរចាព្រោះលក្ខខណ្ឌដែលអ៊ីរ៉ង់ចូលមកតុចរចានេះគឺពាក់ព័ន្ធទៅនឹងក្រុម Hezbollah នេះដែរហើយវាជារឿងមួយជាយុទ្ធសាស្ត្របាទវាជាយុទ្ធសាស្ត្របើសិនជាអ៊ីស្រាអែលវាកំទេច Hezbollah នោះដូចកាត់ដៃកាត់ជើងរបស់អ៊ីរ៉ង់ដូចនោះដែរបាទព្រោះ Hezbollah នេះនៅជាប់ទៅនឹងប្រទេសអ៊ីស្រាអែលតែម្ដងគេហៅថាជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយក្នុងការវាយអ៊ីស្រាអែលក្នុងការដាក់សម្ពាធដល់អ៊ីស្រាអែលបាទក្រៅពីក្រុម Hamas អីនោះបាទគឺមាន Hezbollah នេះដូច្នេះចុងក្រោយនេះបាទគឺនៅតែបន្តវាយហើយវាយចុងក្រោយគឺថ្ងៃទី7វាយទៅដល់មូលដ្ឋានគេហៅមូលដ្ឋាន headquarter បាទ headquarter ការិយាល័យកណ្ដាលរបស់ Hezbollah តែម្ដងនៅភាគខាងត្បូងនៃប្រទេសលីបង់បាទនៅក្បែរទីក្រុងបេរុតបាទដូច្នេះវាបានសម្លាប់មនុស្ស2នាក់ហើយនឹងរបួសរាប់សិបនាក់ទៀតបាទនេះជាបន្ទាត់ក្រហមរបស់អ៊ីរ៉ង់បាទគឺអ៊ីរ៉ង់បានឆ្លើយតបយើងឃើញហើយអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលស្រោចទៅលើអ៊ីស្រាអែលបាទទៅទីក្រុងជាច្រើនជាពិសេសគឺកំទេចនៅរោងចក្រផលិតប្រេងរបស់អ៊ីស្រាអែលនៅទីក្រុង Haifa ទីក្រុងកំពង់ផែធំបាទ Haifa នេះហើយនេះគឺជាអ្វីដែលចង់បានបាទអ៊ីស្រាអែលចង់បានមានន័យថាដុតឲ្យអ៊ីរ៉ង់វាយបាទ
ដូចថៃហ្នឹងវាបិទឲ្យយើងវាអញ្ចឹង ព្រោះឥឡូវហ្នឹងដូចមិនឃើញជាអាមេរិកវាយអារ៉ង់ហើយទៅជាអារ៉ង់ប្រកួតមួយអ៊ីស្រាអែលវិញ បាទព្រោះអាមេរិកពេលនេះផ្លាស់ប្ដូរបាទផ្លាស់ប្ដូរអំពីការប្រយុទ្ធគ្នាដោយផ្ទាល់ជាមួយអារ៉ង់ផ្លាស់ប្ដូរខ្លួនមកទៅជាអ្នកសម្របសម្រួលបាទបាទគេមុនគេរួមដៃមួយអ៊ីស្រាអែលវាយអារ៉ង់តែឥឡូវអាមេរិកគឺបដូរខ្លួនឯងមកជាអាញាកណ្ដាលក្នុងការសម្របសម្រួលវិញបាទហើយចឹងទេអ៊ីស្រាអែលនេះគឺអត់ចង់ឲ្យមានកិច្ចព្រមព្រៀងនេះទេព្រោះកិច្ចព្រមព្រៀងនេះអត់ជួយដល់អ៊ីស្រាអែលទេក្នុងការការពារសន្តិសុខរបស់អ៊ីស្រាអែលក្នុងការបង្កើនអំណាចអ៊ីស្រាអែលក្នុងការឈ្លានពានប្រទេសនៅក្នុងតំបន់បាទក៏ដូចជាគេហៅថាឥទ្ធិពលរបស់អ៊ីស្រាអែលនៅក្នុងតំបន់បាទអញ្ចឹងកិច្ចព្រមព្រៀងដែលពង្រៀងហើយថានឹងចុះកិច្ចហត្ថលេខារវាងអ៊ីរ៉ង់ហើយជាមួយនៅលោកដូណាល់ត្រាំនោះលោកដូណាល់ត្រាំលើកឡើងរហូតដល់លោកដូណាល់ត្រាំនោះមកជួបជាមួយនឹងលោកមូជបាខាមេនីបាទមេដឹកនាំរបស់អ៊ីរ៉ង់ដើម្បីសញ្ញេមួយគ្នាទៀតនៅក្នុងកិច្ចព្រមព្រៀងនោះអ៊ីស្រាអែលមិនព្រមទេដូច្នេះបង្កើតធ្វើញុះញង់ឲ្យបង្កើតមានសង្គ្រាមអញ្ចឹងញុះញង់បានសម្រេចមែនអ៊ីរ៉ង់វាយមែនបាទអ៊ីរ៉ង់វាយដូចថៃហ្នឹងបាទថៃរងហើយបងញុះញង់យើងឲ្យយើងញាក់បាទមិនដែរយើងអត់ទៅអត់ចាញ់ល្បិចបាទដូច្នេះទេគឺអ៊ីរ៉ង់វាយបន្តអ៊ីរ៉ង់វាយអ៊ីស្រាអែលវាយទៀតបាទអ៊ីស្រាអែលវាយមកវិញបាទវាយកំតិចប៉ុន្តែវាយលើកនេះគឺវាយចំជីបចគឺអ្វីដែលគេវាយគឺវាយយកតំណិតជីបចតែម្ដងអត់មានវាយបរោនេះមុននេះវាយទី1គឺគេហៅថារោងចក្រធម្មពលបាទរោងចក្រផលិតប្រេងចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ឆេះសន្ធោសន្ធៅអ្វីទី2គឺមូលដ្ឋានយោធារបស់អ៊ីរ៉ង់បាទអញ្ចឹងវាយមកប្រាវទៅបានខាងអ៊ីរ៉ង់ក៏ឆ្លើយតបវិញខ្លះទៀតបូករួមជាមួយនឹងបញ្ជាក់បន្ថែមអំពីទម្ងន់នៃសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈមបូព៌ាគឺហ៊ូទីបាទហ៊ូទីយីមែនក៏បាញ់មីស៊ីលប៉ាឡេស្ទិកទៅអ៊ីស្រាអែលដែរកាលពីម្សិលមិញនេះបាទដូច្នេះបញ្ហាដែលអ៊ីរ៉ង់មានគឺខ្ញុំបានសម្ភាសជាមួយលោករដ្ឋាភិបាលច្រើនហើយបាទនិយាយអំពីសញ្ញាបៀរបស់អ៊ីរ៉ង់មានច្រើនតាំងពីសង្គ្រាមទូត្បូងបាទខ្ញុំថាអាមេរិកដាក់ហ្នឹងគឺខុសហើយយុទ្ធសាស្ត្រវែងនេះបាទហើយអ៊ីរ៉ង់មានសញ្ញាបៀច្រើនអញ្ចឹងទេសញ្ញាបៀដែលគេគ្រាន់តែប្រហើបមកនេះគឺមានអធិពលខ្លាំងណាស់តាក់ទងទៅនឹងហ៊ូទីនេះបាទហ៊ូទីនេះមានទាំងកម្លាំងយោធាខ្លាំងបាទរាប់សែនអ្នកបាទកងកម្លាំងគេហើយសិតតែអ្នកមានបទពិសោធន៍មិនមែនយោធាដេកម៉ាស៊ីនត្រជាក់ដូចផនថៃទេបាទគឺយោធាគេមានបទពិសោធន៍ប្រឡូកនៅក្នុងសង្គ្រាមនៅស៊េរីនៅអីច្រើនណាបាទគេមានបទពិសោធន៍ហើយក៏គេនេះគេមានពាក់ព័ន្ធទៅនឹងអាចបិទខ្ញុំបានបញ្ជាក់ជាមួយលោករដ្ឋាភិបាលហើយគឺតាក់ទងទៅនឹងច្រកបាប់អាម៉ាន់ដាប់បាទនៅពេលនេះក៏មានការរឹតបន្តឹងមួយចំនួនដែរបើសិនជានាវាដឹកតំណែងណាឬនាវាដឹកប្រេងណាដែលមានពាក់ព័ន្ធជាមួយនឹងអ៊ីស្រាអែលហ៊ូទីចាប់ដើមប្រឡេះហើយបាទបើចូលច្រកអាម៉ាន់ដាប់ចូលទៅសមុទ្រក្រហមនេះគឺហ៊ូទីនៅច្រកនេះបងបាទគ្រប់គ្រងនៅច្រកនេះដូច្នេះនេះគឺជាសញ្ញាបៀជាច្រើនអ៊ីរ៉ង់មានច្រើនទៀតខ្ញុំធ្លាប់លើកឲ្យបាទពាក់ព័ន្ធទៅនឹងរោងចក្រប្រសត់ទឹកសមុទ្រទៅជាទឹកដែលត្រូវប្រើប្រាស់មានពាក់ទងនឹងខ្សែកាបក្រោមបាតសមុទ្រជាដើមបាទមានកំតិចនៅគេហៅថារោងចក្រនុយក្លេអ៊ែររបស់បណ្ដាប្រទេសសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈមបូព៌ាមានពាក់ទងទៅនឹងការកំតិចនៅគេហៅថាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបាទក្រុមហ៊ុនរោងចក្រផលិតប្រេងជាដើមអញ្ចឹងមានច្រើនណាស់ដូច្នេះរហូតដល់ពេលនេះគឺសហរដ្ឋអាមេរិកបានដើរតួជាអ្នកសម្របសម្រួលហើយបានខលទៅ BB ហើយបាទខលទៅ BB លោក Benjamin Netanyahu ហើយបញ្ឈប់ការវាយប្រហារប៉ុន្តែក៏ការបានបញ្ជាក់ទៅខាងអ៊ីរ៉ង់ដែរអ៊ីរ៉ង់បានឯកភាពក្នុងការបញ្ឈប់ការវាយប្រហារប៉ុន្តែអ៊ីស្រាអែលក៏បញ្ជាក់ថាបញ្ឈប់ការវាយប្រហារដែរតែមានលក្ខខណ្ឌអញ្ចឹងវាអត់ទៅណារួចទេវាទៅចោចានៅតែចោចាវាយនៅតែវាយដូចខ្ញុំបានលើកឡើងជាមួយលោកធីប្រហែលដងនៅសម្ភារអញ្ចឹងបាទអញ្ចឹងស្ថានភាពអត់មានផ្លាស់ប្ដូរទេវាដើរទៅច្រកនឹងដដែលមានន័យថាខាងអ៊ីស្រាអែលគាត់ថាអត់វាយអត់វាយអ៊ីរ៉ង់ប៉ុន្តែមិនមែនអត់វាយហេសបូឡាទេអញ្ចឹងនៅតែវាយដដែលហើយអានេះជាបន្តកំហុសរបស់អ៊ីរ៉ង់មានន័យថាម៉េចនៅតែវាយគ្នាដដែលហ្នឹងបើនៅបន្តវាយហេសបូឡាអ៊ីរ៉ង់នឹងដាក់ទៀតហើយដាក់លើកនេះដាក់ទៅជាមួយហ៊ូទីទៀតបាទអញ្ចឹងទេអាមេរិកពិបាកពេលនេះប៉ុន្តែពេលខ្លះយើងពិបាកមើលដែរអាមេរិកហើយអ៊ីស្រាអែលមនុស្សតែមួយទេបាទត្រូវជឿជាក់ថាអាមេរិកនិងអ៊ីស្រាអែលមនុស្សតែមួយទេគេចង់រ៉ូលផ្លេជាមួយគ្នាលេងក្នុងសង្គ្រាមនេះគេលេងមិនទៅមួយមកជាអាណាកណ្ដាលអាមួយជាវាយបាទហើយធ្វើអាញាកណ្ដាលផងចរចាផងកុំទុកចិត្តអាមេរិកអញ្ចឹងថ្នាក់ដឹកនាំប្រធានក្រុមចរចារបស់អ៊ីរ៉ង់គឺប្រធានសភារបស់អ៊ីរ៉ង់បានលើកឡើងហើយបាទពិបាកទុកចិត្តអាមេរិកមិនអាចជឿជាក់អាមេរិកទេចរចាច្រើនដងចរចាវាច្រើនដងហើយខ្ញុំលើកឡើងពីអាណត្តិទី2របស់លោកដូណាល់ត្រាំគឺវា2ដងអាមេរិកកំពុងតែចរចានៅអូម៉ង់អ៊ីស្រាអែលវាយប្រាវអាមេរិកកំពុងតែចរចាជាមួយអ៊ីរ៉ង់នៅហ្សឺណែវប្រទេសស្វីសអាមេរិកលួចវាយអ៊ីរ៉ង់ប្រាវបាទឥឡូវនេះគឺចឹងដែរកំពុងចរចាឲ្យអ៊ីស្រាអែលវាយចុះវាយឡើងទៀតហើយបាទដូច្នេះទេបញ្ហានេះខ្ញុំនៅតែគិតថាបើទោះបីជារដ្ឋបាលលោកដូណាល់ត្រាំមានសុទិដ្ឋិនិយមថានឹងបង្កើតឲ្យមានកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់ខ្ញុំយល់ឃើញថាកិច្ចព្រមព្រៀងនេះក៏អត់ថិតថេរដែរបាទពីព្រោះកិច្ចព្រមព្រៀងនេះ
ជាកិច្ចព្រមព្រៀងមួយដែលមិនមានការពេញចិត្តទេពីអ៊ីស្រាអែលដូច្នេះទេស្ថិរភាពនៅក្នុងតំបន់វត្តចំបូព៌ាគឺផុយស្រួយបាទគឺនឹងមានបើកការប្រយុទ្ធបន្តទៅទៀតហើយតាមការវាយរុញរបស់អ៊ីស្រាអែលនៅក្នុងតំបន់នេះបាទដូចវាយខាងហេសបូឡាបន្តទៀតនឹងប៉ះពាល់ជាពិសេសគឺអាចនឹងវាយតាក់ទងទៅនឹងតំបន់ហ្គាហ្សាអីឡាក់នេះបាទឥឡូវក៏នៅឆ្លៀនពៀនតំបន់ហ្គាហ្សាដែរទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពតែកិច្ចព្រមព្រៀងសន្តិភាពនេះគ្រាន់តែជាគម្របមួយការពារកុំឲ្យបរទេសអន្តរជាតិមើលឃើញពីការឆ្លៀនពៀនរបស់អ៊ីស្រាអែលទេអ៊ីស្រាអែលនៅតែឆ្លៀនពៀនហ្នឹងដីដែលអ៊ីស្រាអែលគ្រប់គ្រងនៅហ្គាហ្សាแล้วកាន់តែធំទៅអញ្ចឹងនាំកុំភ្លេចរឿងបញ្ហានេះជាបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ដែរបាទហ្គាហ្សាហើយនិងហេសបូឡាហើយអញ្ចឹងទេសង្គ្រាមនេះក៏នៅតែបន្តរប៉េះរបោះបាទដូចខ្ញុំបានបញ្ជាក់ជាមួយលោករដ្ឋាភិបាលច្រើនដងហើយបាទគឺនៅតែបន្តរប៉េះរបោះកិច្ចចរចាក៏នៅតែរប៉េះរបោះប៉ុន្តែបើសិនជាថាបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយលុះត្រាតែមានការសញ្ញេ4ភាគីបានអាចបញ្ចប់សង្គ្រាមនេះបានពិតប្រាកដទី1គឺសហរដ្ឋអាមេរិកទី2គឺអ៊ីរ៉ង់ទី3គឺអ៊ីស្រាអែលទី4គឺលីបង់បើ4ភាគីនេះមិនចុះកិច្ចអត់ព្រមព្រៀងសន្តិភាពនៅលើกระดาษតែមួយទេគ្មានថ្ងៃទេបាទបើតែអាមេរិកចុះជាមួយអ៊ីរ៉ង់ទេអត់ទៅរួចទេនៅតែមានសង្គ្រាមអញ្ចឹងបាទដូច្នេះនេះជាការសរុបរបស់ខ្ញុំគឺបញ្ហានេះបាទគឺនៅតែបន្តហើយបញ្ហាដំណោះស្រាយមិនមែនមិនមានទេបាទវាអាចបង្កើតនៅកិច្ចព្រមព្រៀងមួយចំនួនបាទដូច UN អាចលូកដៃទៅបង្កើតមានជាថាតំបន់ buffer zone បាទ buffer zone រវាងលីបង់ខាង Hezbollah ជាមួយនឹងខាងអ៊ីស្រាអែលបាទអ៊ីស្រាអែលបារម្ភពីបញ្ហាសន្តិសុខហ្នឹងបាទអញ្ចឹងវាអាចបង្កើតជារឿងដូចនេះហើយខាងសហរដ្ឋអាមេរិកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកយើងដឹងគ្រប់គ្នាណាតើតើមិនមាននុយក្លេអ៊ែរតើតើទៅនឹងការបើកច្រកអូមឡើងវិញតើតើទៅនឹងបញ្ចប់កុំឲ្យអ៊ីរ៉ង់នោះបើកការវាយប្រហារទៅលើសម្ព័ន្ធមិត្តនៅក្នុងតំបន់សម្ព័ន្ធមិត្តក្នុងតំបន់គាត់លើកឡើងគឺអ៊ីស្រាអែលហ្នឹងហើយបាទហើយបញ្ហាដែលអ៊ីរ៉ង់បានដាក់លក្ខខណ្ឌគឺពាក់ព័ន្ធទៅនឹងការដកទណ្ឌកម្មបាទការបើកសងបាទតាក់ទងទៅនឹងប្រាក់ដែលគេបង្កបាទត្រូវបកគលប្រាក់ដែលបង្កឡើងវិញរាប់ពាន់លានដុល្លារហ្នឹងហើយក៏ដូចជាចំណុចសំខាន់ជាងគេគឺការធានាសន្តិសុខបាទធានាថាអាមេរិកអ៊ីស្រាអែលហ្នឹងមិនបើកការវាយប្រហារលួចវាយអ៊ីរ៉ង់ម្ដងទៀតទេបាទដូច្នេះអានេះគឺជាលក្ខខណ្ឌប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺនៅតែសង្គ្រាមនេះគឺមិនអាចបញ្ចប់47ឆ្នាំហើយលោកដូណាល់ត្រាំគាត់ថា47ឆ្នាំហើយបើអ៊ីស្រាអែលនៅតែវាយជាមួយអ៊ីរ៉ង់នៅតែវាយជាមួយអ៊ីស្រាអែលនៅតែមិនស្លាប់អាមេរិកទេសង្គ្រាមនេះបន្ត47ឆ្នាំទៀតបាទសរុបសេចក្តីមកគឺសង្គ្រាមនេះគឺมันអាចបញ្ចប់ទេហើយកិច្ចព្រមព្រៀងមានខ្លះបាទដូចជាបទជប់បាញ់ដូចជាកិច្ចព្រមព្រៀងលក្ខខណ្ឌបន្តិចបន្តួចដើម្បីបន្តការពិភាក្សាអំពីកិច្ចព្រមព្រៀងស៊ីជម្រៅបន្ថែមទៀតបាទហើយការលួចវាយទៅវាយមកគឺនៅតែបន្តបាទពីជ្រុងលោកបណ្ឌិតវិញមានថាសង្គ្រាមនេះគឺរហូតពេលបញ្ចប់អត់ឃើញលោកបណ្ឌិតមានថាអត់ចប់ទេវាទៅមុខរហូតរប៉េះរប៉ោះវាទៅជាជប់ដល់ពេលអញ្ចឹងមិនដឹងថាគោលបំណងអាមេរិកក្នុងការឈានជើងចូលមកក្នុងអ៊ីរ៉ង់ហ្នឹងរបៀបមិនគាត់ចង់ឲ្យតាមពិតចេតនាគាត់ចង់ឲ្យរ៉ាំរ៉ៃអញ្ចឹងតែម្ដងឬក៏យ៉ាងណាលោកបណ្ឌិតបញ្ហានេះវារ៉ាំរ៉ៃយូរហើយរ៉ាំរ៉ៃតាំងពី47ឆ្នាំមុនបាទសង្គ្រាមគ្រាន់តែពេលខ្លះវាផ្ទុះយ៉ាងខ្លះវាបញ្ហាទាក់ទងការទូតការដាក់ទណ្ឌកម្មអីឡើងហើយសម្រាប់គោលដៅរបស់សហរដ្ឋអាមេរិកគឺមានតែពីរធំទី1គឺគ្រប់គ្រងធំអាគុយពិភពលោកតំបន់នេះគឺតំបន់គេហៅថាមពលពិភពលោកប្រេងឧស្ម័នទី2 Great Israel ជួយអ៊ីស្រាអែលបង្កើនឥទ្ធិពលរបស់អ៊ីស្រាអែលដើម្បីវាទីនៅក្នុងតំបន់នេះអាមេរិកតែម្ដងបាទពីរចំណុចនេះដែលអាមេរិកចង់បានបាទអញ្ចឹងបើសិនជាករណីថាអាមេរិកគាត់បានសម្រេចដូចបំណងមែនអញ្ចឹងកន្លែងនេះគឺអាចថាមានអីផ្សេងទៀតឬក៏អាចសន្តិភាពឬយ៉ាងណាលោកបើសិនជាគាត់បានសម្រេចបំណងមែនបញ្ហានេះគឺมันអាចសម្រេចបំណងទេបាទมันអាចទៅរួចទេបើយើងមើលស្ថានភាពនេះគឺមានការផ្លាស់ប្ដូររបបអ៊ីរ៉ង់ទើបអាចសម្រេចបំណងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាទប៉ុន្តែការផ្លាស់របបរបស់អ៊ីរ៉ង់គឺអ៊ីរ៉ង់47ឆ្នាំមិនមែនតលងមូលទេបាទគឺគាត់បានត្រៀម47ឆ្នាំហើយយើងឃើញហើយប្រព័ន្ធមីស៊ីលទំនើបដែលស្មានមិនដល់ណាតែប្រព័ន្ធស្ទាក់ចាប់ច្រើនជាន់ហើយចាប់បានកិច្ចទៀតបាទហើយប្រព័ន្ធឃ្លាំងមីស៊ីលយើងគិតមើលថាបើការចុះរូងក្រោមដីចុះរូងភ្នំដើម្បីបង្កើតជាទីក្រុងមីស៊ីលជារឿងមិនមែនមួយឆ្នាំពីរឆ្នាំទេបាទជារឿងរាប់ទសវត្សរ៍នោះដែលអាចអភិវឌ្ឍបែបនេះបានដូច្នេះគឺការត្រៀមខ្លួននេះវាមកចត់ហើយយើងមើលឃើញថាជ្រុងផ្សេងទៀតនៅមហាអំណាចនៅក្នុងតំបន់ដូចជាទូគីអីនេះមិនចង់ឃើញអ៊ីរ៉ង់ដួលទេបាទគេកាន់និកាយដូចគ្នាហើយទូគីគម្រាមអ៊ីស្រាអែលច្រើនដងបាទហើយ
បញ្ហាមហាអំណាចធំទៀតគឺពាក់ព័ន្ធនឹងចិនបាទពាក់ព័ន្ធនឹងរុស្ស៊ីពីព្រោះមានដៃអារម្មណ៍នេះទេដែលជាសម្ព័ន្ធមិត្តរបស់ចិនរបស់រុស្ស៊ីដែលបានផ្ដល់ផលប្រយោជន៍នៅបង្កើតឥទ្ធិពលមហាអំណាចទាំងនេះនៅតំបន់មជ្ឈមបូព៌ាចុងក្រោយបាទដូច្នេះគេមិនអោយដួលទេអញ្ចឹងទេវាពិបាកខ្ញុំជឿជាក់ថាអាមេរិកក៏មិនអាចសម្រេចនូវគោលបំណងនេះទេហើយសង្គ្រាមនេះនៅតែបន្តដោយលោកដូណាល់ត្រាំថា47ឆ្នាំទៀតបាទភ្ជាប់ជាមួយនឹងមហាអំណាចចិនឃើញមួយរយៈក្រោយនេះគឺចិនបានធ្វើដំណើរទស្សនកិច្ចបន្ទាប់ពីអាមេរិកបានមកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ចិនហើយចិនក៏មានរុស្ស៊ីក៏បានធ្វើមកហើយថ្មីនេះគឺចិនបានហោះទៅទីក្រុងព្យុងយ៉ាងដែរតែកន្លែងនេះលោកយល់ណានេះតកតងជាមួយនឹងដំណើរក៏ដូចជាការធ្វើនយោបាយរបស់ប្រទេសចិនផងដែរបាទសូមជឿបាទចិនពេលនេះកំពុងតែរះឡើងជាមហាអំណាចទី1បាទទាំងមហាអំណាចទី1ទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកយោធាអ្វីដែលខ្ញុំលើកឡើងនេះគឺជាការកលេខុសបាទការគិតខុសរបស់សហរដ្ឋអាមេរិកដែលចូលលូកផ្ទាល់នៅក្នុងសង្គ្រាមបាទលងខ្លួននៅក្នុងសង្គ្រាមប្រចាំបូព៌ានេះដែលធ្វើឲ្យប៉ះពាល់ទៅដល់បញ្ហាមុខមាត់របស់សហរដ្ឋអាមេរិកកិច្ចការអនុភាពរបស់សហរដ្ឋអាមេរិកបាទពួកយើងគ្រាន់តែបជាធ្វើប្រូស៊ីឲ្យអ្នកនេះវាយអ្នកនោះឲ្យយើងជួយ support អត់អីទេគេអត់ដឹងកម្លាំងយើងទេតែអាមេរិកលូកផ្ទាល់អាមេរិកលូកផ្ទាល់វាយអ៊ីរ៉ង់អត់បែកអាវុធយុទ្ធភ័ណ្ឌទំនើបយកដាក់មកអស់នាវាផ្ទុកយន្តហោះយកមកអស់ហើយចាំវាយអ៊ីរ៉ង់មិនបែកធ្វើកិច្ចការអនុភាពអាមេរិកបាត់ពីពិភពលោកពេលនេះអញ្ចឹងគេយល់សមត្ថភាពមនុស្សយើងបើយើងឧបមាថាយើងអង្គុយនិយាយអង្គុយប្រជុំបើយើងអត់និយាយយើងអត់ដឹងសមត្ថភាពយើងប៉ុន្មានទេតែនៅពេលដែលយើងនិយាយឡប់ហើយមិនបានជាបន្លែផ្កាយទេអានេះគេដឹងអូនេះមនុស្សនេះកម្រិតប៉ុណ្ណេះតាចឹងដូចគ្នាអាមេរិកបើសិនជាមិនវាយចេញតែផ្ទាល់ទេគឺគេដឹងសមត្ថភាពអាមេរិកខ្លាំងគេក្រងគេដាក់នៅកំពូលលើលោកកំពូលលើលោកគ្រប់គ្នានិយាយអញ្ចឹងតែទៅពេលវាយអញ្ចឹងថាអូអាមេរិកអញ្ចឹងតាបាទអញ្ចឹងនេះជាបញ្ហារបស់អាមេរិកតែធ្វើឲ្យបាត់បង់នូវកិច្ចការរបស់សហរដ្ឋអាមេរិកទី2អាមេរិកខ្លាយជាមហាអំណាចទី1លើលោកនេះគឺដោយសារសម្ព័ន្ធមិត្តកុំថាគាត់ហ្នឹងឯណាការពារសម្ព័ន្ធមិត្តឲ្យគេមិនផ្ដល់ការគ្រប់គ្រងដល់គាត់អីណាគាត់លើកឡើងច្រើនគាត់ឡើងជាលេខ1លើលោកហ្នឹងនៅក្នុងបញ្ហាការទូតតំណែងក្នុងអន្តរជាតិផ្សេងបញ្ហាសេដ្ឋកិច្ចបញ្ហាយោធាផ្សេងមកគឺមានការគ្រប់គ្រងពីសម្ព័ន្ធមិត្តប៉ុន្តែពេលនេះមានការបែកបាក់ពីសម្ព័ន្ធមិត្តទាំងសម្ព័ន្ធមិត្តនៅជ្រុងសមុទ្រសម្ព័ន្ធមិត្ត NATO សម្ព័ន្ធមិត្តអឺរ៉ុបទាំងសម្ព័ន្ធមិត្តអាស៊ីចិនកូរ៉េជប៉ុនកូរ៉េជាដើមណាដូច្នេះទេនេះគឺធ្វើឲ្យសហរដ្ឋអាមេរិកខ្ញុំថានឹងពិបាកជាមួយចិនហើយនៅពេលខាងមុខនេះនៅពេលដែលដើរនយោបាយបែបនេះហើយចិនគឺឡើងបាទយើងឃើញហើយមេដឹកនាំធំនៅលើពិភពលោកគ្រប់ជ្រុងទាំងអស់នៃពិភពលោកគឺតម្រង់ជួរបាទមកចិនមកគេមិនមកលេងទេបាទគេមកចោះកិច្ចកាត់លេខានោះរាប់សិប MOU មួយកិច្ចព្រមព្រៀងមួយរាប់សិបព្រមព្រៀងបាទគេអាចមកដូច្នេះយើងឃើញហើយមានម៉ាក្រុងម៉ាក្រុងទីនេះប្តីរបស់បារាំងបាទមានគីស្តូមឺនាយករដ្ឋមន្ត្រីរបស់អង់គ្លេសមានខននីពីកាណាដាបាទមាន Vladimir Putin រុស្ស៊ីរួមទាំងសហរដ្ឋអាមេរិកលោក Donald Trump បាទហើយក៏មានមហាអំណាចមូស្លីមតែមួយផងដែរគឺប៉ាគីស្ថានហើយមានដូចជាអេស្ប៉ាញបាទអេស្ប៉ាញដែលបែរខ្នងដាក់សហរដ្ឋអាមេរិកយ៉ាងខ្លាំងនេះបាទក៏បានមកទស្សនកិច្ចនៅប្រទេសចិនដែរដូច្នេះចិនបាទគេមកនេះគេមកទេបាទកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការផ្សេងទៀតនៅឆាកអន្តរជាតិបាទដូច្នេះនេះហើយគឺជាផលប្រយោជន៍ដែលចិនបានទទួលពីព្រោះចិនអត់ដូចអាមេរិកប្រឡូកផ្ទាល់ខ្ញុំបញ្ជាក់មិញចឹងគេដឹងសមត្ថភាពតែចិនអត់ដឹងទេពីណាគេដឹងតែមហាយៈចិនហ្នឹងបច្ចេកវិទ្យាអាវុធដល់កម្រិតណាទេអត់មានទេអត់បានប្រឡូកទេប្រើតែស្អីយន្តហោះស្អីនៅមួយចំនួនផនប៉ាគីស្ថានប្រើវាយជាមួយឥណ្ឌាមកប្រាវទេឃើញញាក់សាច់ពិភពលោកហើយអញ្ចឹងអាវុធផ្សេងទៀតដែលចិនធ្វើជួហយាត្រាហ្នឹងឃើញអត់បានប្រើទេអត់បានបង្ហាញពិភពលោកប្រឡូកចូលនឹងសង្គ្រាមទេដូច្នេះម្នាក់ញញើតចិនខ្ញុំបញ្ជាក់ពេលនេះគឺញញើតចិនខ្លាំងតែម្ដងបាទហើយចិននឹងរះឡើងហើយបាទខ្លាចជាមហាអំណាចយោធាបងប្អូនអាចពិនិត្យមើលនៅពេលខាងមុខនេះបាទការលក់អាវុធរបស់ចិនទៅទីផ្សារអាវុធពិភពលោកគឺនឹងកើនឡើងច្រើនថែមទៀតបាទហើយសេដ្ឋកិច្ចចិនការផលិតការវិនិយោគរបស់ចិននឹងកើនឡើងថែមទៀតនឹងឈានទៅដំណើរនេះកំពុងតែឈានកាន់តែលឿនជាងមុនបាទក្នុងការឆ្ពោះទៅជាមហាអំណាចទី1លើលោកមានន័យថាចិនគាត់តែមែនតើគាត់ជួយអឺរ៉ង់ពីខាងក្រោយពេលដែលយើងបានដឹងថាការជួយនេះគឺមិនមែនជួយជាសភាអាចថាជួយជាសភាវុធជួយជាជំនួយ humanitarian ហើយជួយជាការផ្គត់ផ្គង់ការប្រាក់ប្រូពាណិជ្ជកម្មអាចថានៅពេលណាមួយចិនគាត់ជួយអឺរ៉ង់ពេញទីតែម្ដងអាចប្រឆាំងជាមួយនឹងអាមេរិកទេឬក៏ចិនគាត់មិនធ្វើស្លាកបៀនមួយនោះទេគាត់ធ្វើចឹងទេបាទគេធ្វើចឹងទេចិនអត់ចេញមុខចឹងទេគាត់ថាជាអ្នកបញ្ជាក្តារអុកប៉ុន្តែគាត់មិនមែនជាអ្នកចូលធ្វើកូនអុកទេខុសពីអាមេរិកខុសខ្លួនតែម្ដងអាមេរិករុស្ស៊ីបាទចូលក្នុងក្តារអុកដែលប្រឡែងខ្លួនឯងប៉ុន្តែចិនអត់ដែរទេចិនសុំទៅតែវ៉ាន់ដូចមួយនៅក្បែរហ្នឹងគាត់ស៊ីពេលណាក៏បានដែរតែក៏អត់ទេអានេះគឺជាគេហៅថាយុទ្ធសាស្ត្រមួយដ៏ល្អដែលមិនឲ្យសត្រូវមិនឲ្យអ្នកកំពុងតែឈោមើលនេះដឹងពីសមត្ថភាពរបស់ខ្លួនបាទហើយនេះគឺជាយុទ្ធសាស្ត្រល្អបាទហើយកន្លងមកចិនជួយច្រើនណាស់អ៊ីរ៉ង់នេះបើអត់ចិនដួលយូរហើយ
តាក់ទងទៅនឹងបញ្ហាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចការនាំចេញប្រេងហ្នឹងបាទចិនមានស្ដាប់ណាចិនមានស្ដាប់ទេចិននៅតែនាំប្រេងអឺរ៉ុបក៏អត់ស្ដាប់ដែរបារាំងអង់គ្លេសក៏នាំប្រេងពីខាងអ៊ីរ៉ង់ហ្នឹងដែរបាទក្រោយពីការអាមេរិកដើរចេញពីគេហៅថាកិច្ចព្រមព្រៀង 5+1 តាក់ទងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់អញ្ចឹងអាមេរិកដើរចេញតែឯងមិនដែរខាងអឺរ៉ុបគេអត់ទេគេឈប់ប្រើប្រាស់លុយអាមេរិកគេប្រើប្រាស់លុយប៉ុនគេបាទចិនគេប្រើប្រាស់លុយគេដែរក្នុងការទិញប្រេងពីអ៊ីរ៉ង់ជួយហើយក្រៅពីនេះចិនជួយពាក់ព័ន្ធទៅនឹងបញ្ហាការទូតការដាក់ទណ្ឌកម្មនៅ UN នៅអង្គការសហជីវជាតិអីឡាក់បាទគឺមានការវេតូពីចិនពីរុស្ស៊ីមិនអាចដាក់ទណ្ឌកម្មបន្ថែមទៅលើអ៊ីរ៉ង់ទេហើយទី3គឺពាក់ព័ន្ធទៅនឹងបង្កើតជាអាវុធនេះបាទបច្ចេកវិទ្យានេះបងប្អូនជឿថាអ៊ីរ៉ង់ហ្នឹងមានអ្នកវិទ្យាសាស្ត្រខ្លាំងបង្កើតដោយខ្លួនឯងឬក៏មិនយ៉ាងម៉េចបាទគឺពីរុស្ស៊ីពីចិនបាទបច្ចេកវិទ្យាដែលគ្រប់គ្រងបច្ចេកទេសក្នុងការបង្កើតផលិតអាវុធទាំងនេះគឺរុស្ស៊ីហើយចិនក៏ជួយមួយផ្នែកហើយចិនជួយច្រើនជាងគេគឺតាក់ទងទៅនឹងគេហៅថាវត្ថុធាតុដើមក្នុងការផលិតនៅអាវុធទាំងនេះបាទគឺចិនជួយបាទពុទ្ធដោយលោកនៅលើកឡើងអញ្ចឹងបាទគាត់ថាសង្គ្រាមរ៉ាំរ៉ៃ47ឆ្នាំហើយមានពេលណាទៅរៀនទៅក្រៅពីការគ្រប់គ្រងពីបិទទៅហ្នឹងបាទអរគុណលោកបណ្ឌិតយើងចាប់អារម្មណ៍មកកាន់ប្រទេសកម្ពុជារបស់យើងវិញម្ដងពីព្រោះលោកលើកឡើងតាក់ទងជាមួយនឹងព្រឹត្តិការណ៍សំខាន់នៅក្នុងតំបន់មជ្ឈមបូព៌ាក៏ដូចជាមហាអំណាចធំនៅលើពិភពលោកបណ្ដាយើងទាញមកចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជាវិញបងតើការវិវត្តនៃសង្គ្រាមឈ្លានពានរបស់ថៃនិងកម្ពុជាយ៉ាងណាដែរលោកបណ្ឌិតសូមជួយបាទបញ្ហាការវិវត្តចុងក្រោយគឺយើងឃើញហើយមាន2បាទខ្ញុំបែងចែកជា2ទី1គឺពាក់ព័ន្ធទៅនឹងបញ្ហាការឈ្លានពានពាក់ព័ន្ធបញ្ហាដែនទឹកទី2គឺតាក់ទងទៅនឹងបញ្ហាដែនគោកបាទអញ្ចឹងទេខ្ញុំលើកបញ្ហាដែនទឹកមុនគឺច្បាស់ណាស់បាទគឺក្រោយពីការលុបចោលនៅ MOU ឆ្នាំ2001ពីប្រទេសថៃគេហៅថា MOU លេខ44នោះបាទគឺកម្ពុជាយើងបញ្ជាក់ចំហយ៉ាងច្បាស់ហើយចេញនៅលិខិតផ្លូវការក្នុងការបន្តនីតិវិធីយន្តការផ្សះផ្សាដោយបង្ខំបាទគឺ compulsory conciliation ក្រោមអនុសញ្ញារបស់អង្គការសហជីវជាតិស្តីអំពីនីតិសមុទ្រ UNCLOS អញ្ចឹងកម្ពុជាយើងបានដាក់ចេញលិខិតនេះផ្លូវការហើយគឺនៅថ្ងៃទី2ខែមិថុនាឆ្នាំ2026នេះផ្ញើទៅភាគីថៃផ្ញើទៅភាគីអង្គការសហប្រជាជាតិបាទហើយនីតិវិធីនេះនៅពេលដែលយើងចាប់ផ្ដើមនីតិវិធីគឺភាគីម្ខាងទៀតมันអាចបដិសេធពីព្រោះគេហៅការបង្ខំនីតិវិធីផ្សះផ្សាដោយបង្ខំមានន័យថាហៅពីរហ្នឹងមកចរចាគ្នាក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិហើយអត់មានរឿងមួយណាដែលមិនមកទេបាទនីតិវិធីនេះគឺត្រូវតែមកអញ្ចឹងរយៈពេលដែលយើងដាក់លិខិតទៅនេះគឺ21ថ្ងៃក្រោយគឺថៃត្រូវតែចាត់នៅអ្នកផ្សះផ្សាចំនួន2រូបបាទតំណាងឲ្យប្រទេសថៃឬក៏ជាពិសេសគឺអ្នកជំនាញផ្នែកច្បាប់ឯមកដើម្បីជែកវែកញែកគ្នាក្នុងការផ្សះផ្សានោះអញ្ចឹងនៅថ្ងៃទី21យើងត្រូវតែទទួលនូវព័ត៌មានហើយនៅបញ្ជីឈ្មោះអ្នកផ្សះផ្សា2រូបពីប្រទេសថៃបាទអានេះទៅតាមយន្តការដែលមានចែងនៅក្នុងច្បាប់បាទអញ្ចឹងនេះមានចែងហ្មងគេមានចែងតាក់ទងទៅនឹងនីតិវិធីហើយនឹង timeline ហើយនឹងពេលវេលាកំណត់តែម្ដងបាទអញ្ចឹងទេ21ថ្ងៃត្រូវចាត់អ្នកផ្សះផ្សា2រូបបើអត់ចាត់មកទេផុតពី21ថ្ងៃទៅកម្ពុជាមានពេលមួយអាទិត្យក្នុងការជម្រាបជូនព័ត៌មាននេះទៅអគ្គលេខាធិការអង្គការសហប្រជាជាតិហើយអគ្គលេខាធិការអង្គការសហជាតិបន្ទាប់ពីទទួលលិខិតរបស់កម្ពុជាក្នុងរយៈពេល1ខែត្រូវរកអ្នកផ្សះផ្សា2រូបនេះតំណាងឲ្យប្រទេសថៃបាទធ្វើការជ្រើសរើសបាទច្បាស់លាស់តែម្ដងអ្នកឯងមិនទៅក៏ត្រូវតែគេអង្គការសហប្រជាជាតិគេ proceed ទេគេដំណើរការតទៅមុខទេបាទហើយបន្ទាប់ពីបាន4ហ្នឹងហើយ4អ្នកផ្សះផ្សាទាំង4គឺរើសអ្នកផ្សះផ្សាទី5បាទអ្នកផ្សះផ្សាទី5ហ្នឹងគឺអ្នកទាំង4ហ្នឹងគឺជាអ្នកជ្រើសរើសដែលមានរយៈពេល1ខែក្នុងការជ្រើសរើសអ្នកផ្សះផ្សាទី5ដែលជាប្រធានអ្នកផ្សះផ្សាទីគណៈកម្មការផ្សះផ្សាហើយបើរោមបានជាទូទៅអ្នកទី5សំខាន់ពីព្រោះនីតិវិធីនៅក្នុងការផ្សះផ្សាដំណើរការនៃការផ្សះផ្សាគេមានធ្វើបង្កើតជា rule internal rule បទជាផ្ទៃក្នុងអីឡាក់នោះវាកើតចេញពីការបោះឆ្នោតនៅក្នុងគណៈកម្មការទាំង5ហ្នឹងបាទអញ្ចឹង2យើងដឹងច្បាស់ហើយអញ្ចឹងងាប់រស់ចង់ក្រោយទី5នេះបាទអញ្ចឹងវាសំខាន់ដូច្នេះទេបើពេល1ខែអ្នកទាំង4ហ្នឹងរើសអត់បានទៀតមានរយៈពេលមួយអាទិត្យបាទភាគីណាក៏បានថៃក៏បានកម្ពុជាក៏បានជូនដំណឹងទៅអង្គការសហជីវជាតិដើម្បីជ្រើសរើសអ្នកផ្សះផ្សាទី5អង្គការសហជីវជាតិតបពីទទួលលិខិតហើយគឺមានរយៈពេល1ខែក្នុងការជ្រើសរើសអ្នកផ្សះផ្សាទី5បាទរើសមកអត់មានស្ទះដល់ការងារនឹងទេបាទដូច្នេះដំណើរការនេះគឺបន្ទាប់ពីរើសបានអ្នកផ្សះផ្សាទាំង5ហើយគឺនឹងដំណើរការប្រជុំហើយបាទធ្វើការផ្សះផ្សាហើយផ្សះផ្សានឹងយកទៅឯកសារអីដែលមានបាទម្នាក់អំណះយើងខ្លួនទៅណាផែនទីនេះផែនទីនោះអនុសញ្ញានេះសន្ធិសញ្ញានេះ MOU កន្លងមករបាយការណ៍កិច្ចព្រមព្រៀងផ្សេងយកដាក់លើតុមកវិញងាយគ្នាទៅបាទអញ្ចឹងនៅពេលដែលដំណើរការនៃការផ្សះផ្សាវិញងាយគ្នានេះគឺមានរយៈពេល1ឆ្នាំនៅក្នុងច្បាប់និយាយអានេះមិនមែនខ្ញុំអ្នកនិយាយខ្ញុំអានបាទអាននីតិសមុទ្រក្រមអនុសញ្ញារបស់អង្គការសហជីវជាតិនេះទេបាទគឺមានពេល1ឆ្នាំអញ្ចឹងសរុបមកគឺដំណើរការនៃការផ្សះផ្សាដោយបង្ខំនេះពីចាប់ផ្ដើមដំបូងដែលកម្ពុជាផ្ញើលិខិតជូនដំណឹងទៅរហូតដល់ចង់បញ្ចប់នៃចេញនៅរបាយការណ៍ចុងក្រោយហើយនឹង
ចេញនៅអនុសាសន៍នៅក្នុងរបាយការណ៍ដើម្បីឲ្យភាគីទាំងពីរអនុវត្តនោះគឺមានរយៈពេលប្រមាណជា13ខែទៅ15ខែបាទសរុប13ខែទៅ15ខែចន្លោះប៉ុណ្្នឹងឯងបើសិនជាថៃព្រមបញ្ជូនមនុស្សមកអាហ្នឹងវាត្រូវការអង្គការសហជីវជាតិដើម្បីជ្រើសរើសបន្ថែមត្រូវការចំណាយពេលបន្ថែមទេបាទថែមមួយខែថែមអីចឹងទេអញ្ចឹងវាក្នុងចន្លោះហ្នឹងអញ្ចឹងអ្វីដែលខ្ញុំរំពឹងថាបើយោងទៅតាមនីតិវិធីរបស់ UN Close គឺដំណើរការនៃការផ្សះផ្សានេះរបាយការណ៍ចុងក្រោយហើយនឹងសន្និដ្ឋាននេះគឺនឹងចេញនៅក្នុងរំលងខែសីហាឆ្នាំ2027ខាងមុខបាទអញ្ចឹងយើងអត់ធ្មត់បន្តិចបាទព្រោះការងារដោះស្រាយមិនមែនជាការងារពីអ្នកប្តីប្រពន្ធទៅឃុំអីនិយាយត្រូវគ្នាហើយមករួមរស់មួយគ្នាវិញទេនេះបញ្ហាដែលអធិបតេយ្យភាពបញ្ហារវាងប្រទេសនិងប្រទេសបាទអញ្ចឹងវាត្រូវការពេលដូចនេះបាទហើយសម្រាប់បញ្ហានេះគឺនៅពេលដែលមានចេញរបាយការណ៍នឹងអនុសាសន៍នោះហើយវាមិនមែនជាគេហៅថាសេចក្តីសម្រេចរបស់តុលាការទេភាគីមួយណាភាគីទាំងពីរអាចឯកភាពក្នុងការអនុវត្តឬក៏មិនអនុវត្តតាមបាទតែបើឯកភាពក្នុងការអនុវត្តនៅក្នុងយន្តការនេះគឺមាន monitor ទៀតបាទត្រួតពិនិត្យការអនុវត្តទៀតអញ្ចឹងបើអនុសាសន៍ទី1ទី2ទី3ទី4អញ្ចឹងមកតើបើអនុវត្តទៅភាគីទាំងពីរអនុវត្តទៅវាលូនអត់ទៅ1 2 3 4អញ្ចឹងទៅបាទការបែងចែកគ្នាការប្រជុំបែងចែកគ្នាការគូសដាក់គោលដាក់អីតើតើបញ្ហាព្រំដែនហ្នឹងណាបើឯកភាពនេះអញ្ចឹងអាហ្នឹងគឺទៅអញ្ចឹងទៅតែអង្គការសហជីវជាតិនៅតែបន្តក្នុងការត្រួតពិនិត្យហើយប៉ុន្តែបើសិនជាករណីដែលភាគីមួយមកតែថៃគេអត់ព្រមទទួលយកទៅរបាយការណ៍ចុងក្រោយនៅអនុសាសន៍នោះបាទក៏កម្ពុជាយើងអត់ធ្វើអីគេកើតដែរអង្គការសហជាតិក៏ធ្វើគេអីកើតដែរតែកម្ពុជាយើងនៅតែបន្តបាទយើងមានឯកសារផ្លូវច្បាប់ទៅហើយនេះគឺជាឯកសារផ្លូវច្បាប់ណាបាទឯកសារដែលក្រុមការសម្របសម្រួលរបស់អង្គការសហជាតិវាស្មើនឹងអនុសញ្ញាស្មើនឹងសន្ធិសញ្ញាស្មើនឹងសន្ធិសញ្ញាបាទដូច្នេះទេយើងប្រើប្រាស់ឯកសារនេះដើរតស៊ូមតិគ្រប់យន្តការពីកន្លងមកថៃខឹងយើងទៅពេលយើងលើកបញ្ហាថៃឈ្លានពាននៅអាស៊ានយើងលើកបញ្ហាថៃឈ្លានពាននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិអីនោះថៃខឹងបាទឈប់និយាយមួយបើសិនជាឈប់ចរចាជាមួយបើសិននៅលើកនឹងបញ្ហាអន្តរជាតិបងនេះឯងនៅពងតែឈ្លានពានខ្ញុំឲ្យខ្ញុំលើកខ្ញុំស្ងាត់គេវាយក្បាលហើយខ្ញុំនៅស្ងៀមទៅដូច្នេះយើងយកឯកសារនេះទៅដើរតាមនៅយន្តការបាទយន្តការដាក់សម្ពាធទាក់ទងបញ្ហាការទូតបញ្ហាអន្តរជាតិនេះទៅលើទៅប្រទេសថៃតាមរយៈយន្តការដែលខ្ញុំមើលឃើញមានទាំងថៃផងមានទាំងកម្ពុជាផងដែលជាសមាជិកនោះមានទី1គឺគណៈកម្មការទន្លេមេគង្គបាទ MRC ទី1ទី2យន្តការអាស៊ានបាទនេះគឺហៅយន្តការក្នុងតំបន់ហើយកម្ពុជាទៅលើកហើយនេះឥឡូវហ្នឹងអង្គការសហជាតិក្រុមការសម្របសម្រួលផ្នែកច្បាប់ផ្នែកអីផងយើងមានសន្ធិសញ្ញារបាយការណ៍ប៉ុណ្ណេះមានអនុសាសន៍ប៉ុណ្ណេះតែថៃអត់ទទួលយកទេឥឡូវយើងសុំឲ្យនៅក្នុងសមាជិកអាស៊ាននេះបើយើងប្រទេសថៃជាប្រទេសដែលមិនគោរពច្បាប់មិនគោរពអ្វីដែលបានជជែកផ្សះផ្សាគ្នាបាទមិនគោរពច្បាប់មិនអនុវត្តច្បាប់បាទសួរថាថៃទទួលអត្ថប្រយោជន៍អីខ្លះបញ្ហាការទុកចិត្តរបស់អន្តរជាតិកិត្តិយសថៃនៅឆាកអន្តរជាតិបញ្ហាការបណ្ដាក់ទុនមកថៃណាហ៊ានរកស៊ីជាមួយបើអ្នកឯងអត់គោរពច្បាប់ហ្នឹងមនុស្សប្រទេសអត់មានច្បាប់ហើយសំខាន់ជាងគេមួយទៀតនោះបាទគឺពាក់ព័ន្ធទៅនឹងមិញខ្ញុំចង់លើកថាតកតងទៅនឹងបញ្ហាបាទខ្ញុំភ្លេចសំទោសផងបាទហើយដូចគ្នាដែរនេះនៅយន្តការតំបន់ហើយបន្តយើងបញ្ចទៅយន្តការពិភពលោកយើងឃើញហើយអង្គការសហជីវជាតិនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិក៏លើកដូចគ្នាលើកអាហ្នឹងមកដាក់នៅជាពិសេសជាងគេគឺខ្មាស់ជាងគេបំផុតគឺនៅអង្គសន្និបាតអង្គការសហជីវជាតិដែលមាន193ប្រទេសអញ្ចឹងឲ្យថៃឲ្យពិភពលោកដឹងថាថៃជាមនុស្សយ៉ាងម៉េចបាទអត់គោរពនៅសន្ធិសញ្ញាដែលបានជារបាយការណ៍ចុងក្រោយនឹងអនុសាសន៍នេះទេបាទនេះគឺជាអ្វីដែលយើងនឹងបានធ្វើតែយើងនឹងបន្តធ្វើហើយពាក់ព័ន្ធទៅនឹងងាកមកទី2គឺខ្ញុំបន្ថែមតងកន្លែងយួនខ្លុសតិចលោកនិតបើសិនជាខាងគណៈកម្មការគេកាត់សេចក្តីមកថាកម្ពុជាឈ្នះចុះវាតកតងជាមួយនឹងកោះគុតព្រោះតំបន់វាមានកោះគុតប៉ុន្មានផងដែរកន្លែងនេះថៃអាចមានអីបន្តទៀតលោកនិតព្រោះតំបន់ទី1គឺតំបន់ទូតស៊ីគ្នាផងមានព្រេងមានអីផងហើយអាការ claim ដែនសមុទ្រទឹកហ្នឹងគឺមានរៀងខ្លួនដឹងតែដូច្នេះបានយើងយកអាមកញ្ចប់ហ្នឹងទៅដោះស្រាយនៅឆាកអន្តរជាតិតែម្ដងបាទពាក់ព័ន្ធទៅបញ្ហាកោះគុតមែនទែនថៃថាគីឡានិយាយគេជុំនិយាយបាទពួកគេគ្រប់គ្រងអាហ្នឹងកម្ពុជាយើងស្ងាត់អត់មានឃើញអីគេអភិវឌ្ឍទៅជាតំបន់ទេសចរទៅជាសន្តាគារទទួលទេសចររាប់សែនអ្នកបាទមួយឆ្នាំប៉ុន្តែនៅពេលដែលដើរចេញអំពីយន្តការទ្វេភាគីបាទយើងទៅយន្តការត្រីភាគីយន្តការអន្តរជាតិនេះបាទយើងនិយាយអំពីច្បាប់បើយើងទៅយន្តការអន្តរជាតិយើងនិយាយអំពីច្បាប់អន្តរជាតិនិយាយពីសន្ធិសញ្ញាដែលទទួលស្គាល់ដោយអន្តរជាតិនៅក្នុងនោះក្នុងដំណើរការនៃការផ្សះផ្សាមិនភ្លេចទេកម្ពុជាយើងមានអាវុធមួយដ៏មុតស្រួចគឺសន្ធិសញ្ញាបារាំងសៀម1904 1907នៅក្នុងសន្ធិសញ្ញានេះមានគូសពាក់ព័ន្ធនឹងព្រំដែនគោកជាង800គីឡូបាទរហូតដល់សមុទ្រទៅដល់កោះគុតបាទកោះគុតនេះគឺគេនិយាយអំពីកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅកោះគុត
គឺជាព្រំនៃប្រទេសទាំងពីរព្រំបន្ទល់នៃប្រទេសទាំងពីរដូច្នេះទេមួយផ្នែកកោះកុដគឺទៅថៃមួយផ្នែកទៀតគឺមកខាងកម្ពុជាបាទបើយើងអនុវត្តទៅលើយន្តការ UN Clause នេះផ្សព្វផ្សាយដោយបង្ខំនេះហើយបើមានការឯកភាពនេះសម្រាប់មួយគ្នាគឺថៃនឹងបាត់បង់ការគ្រប់គ្រងកោះកុដមួយផ្នែកធំគឺត្រូវធ្លាក់មកខាងកម្ពុជាបាទនេះគឺជារឿងល្អបាទដែលកម្ពុជាយើងប្រើនៅយន្តការអន្តរជាតិតែខ្លាចតែដល់ពេលហ្នឹងវាព្រមបាទអានេះហើយដែលយើងគិតថាថៃនឹងមិនព្រមទេបាទថៃនឹងមិនព្រមទេទៅលើការអនុវត្តទៅលើអនុសាសន៍បាទទៅលើសេចក្តីសន្និដ្ឋាននិងអនុសាសន៍នោះតែទោះជាយ៉ាងណាយើងនៅតែបន្តបាទឥឡូវបើយើងមិនទៅយន្តការអន្តរជាតិមិនមានឯកសារដើម្បីយើងយកទៅតវ៉ានៅអន្តរជាតិបកអក្សរថៃទេតើយើងទៅទាមទារយ៉ាងម៉េចបញ្ហាកោះកុដបញ្ហានេះបាទដូច្នេះទេខ្ញុំឃើញមានអ្នកវិភាគប៉ុន្តែគាត់មិនមែនអ្នកវិភាគគាត់អ្នកនយោបាយទេមែនទេទៅបាទនៅក្រៅប្រទេសហ្នឹងបាទគាត់បំពុលមែនទេតែម្ដងហើយខ្ញុំជឿជាក់ថាបងប្អូនយើងត្រូវវិញនិយាយឲ្យបានច្បាស់បាទអំពីផលប្រយោជន៍ជាតិពីព្រោះពួកគាត់និយាយនោះតែគិតតែពីផលប្រយោជន៍នយោបាយទេបាទគាត់និយាយថា MOU 2001ធ្វើឲ្យបាត់កោះកុដបាទត្បូងបាទទៅពេលក្រោយមកថៃលុប MOU ឆ្នាំ2001បាទគាត់ថាកម្ពុជាយើងធ្វើឲ្យបាត់កោះកុដមានន័យថាយ៉ាងម៉េចអា MOU នៅគាត់ថាបាត់កោះកុដแล้วលុប MOU ហើយយើងមកយន្តការផ្សះផ្សាដោយបង្ខំដោយបាទជាប្រប្រាស់នៅអនុសញ្ញារបស់អង្គការសហប្រជាជាតិគាត់ថានៅតែបាត់កោះកុដបាទហើយនៅពេលដែលយើងផ្សះផ្សាយន្តការផ្សះផ្សាដោយបង្ខំដោយប្រើប្រាស់ដូចខ្ញុំលើកឡើងទៅក្នុងផែនទីបារាំងសៀមនេះសន្ធិសញ្ញាបារាំងសៀមនេះកោះកុដមិនបាត់ទេបាទតែបើអត់ទៅយន្តការអន្តរជាតិមិនប្រើប្រាស់នៅសន្ធិសញ្ញានេះទេគឺយើងបាត់ហើយព្រោះគេគ្រប់គ្រងអស់ហើយថ្ងៃនេះដូច្នេះទេកុំចេះតែខ្ញុំបាននយោបាយគាត់ចង់ចំណេញនយោបាយជារឿងរបស់គាត់ប៉ុន្តែបើរឿងបញ្ហាជាតិដែលធ្វើឲ្យប្រជាជនជ្រួលច្បល់នោះគួរតែកុំនិយាយបាទកុំលើកឡើងអំពីបញ្ហាដូចនេះពីព្រោះយើងធ្វើនយោបាយគឺដើម្បីផលប្រយោជន៍ជាតិដែរបាទមិនមែនដើម្បីអំណាចខ្លួនឯងសុទ្ធសាធនោះទេដូច្នេះទេកុំបំភាន់មតិមហាជនហើយគាត់លើកឡើងរហូតដល់ពាក់ព័ន្ធជាមួយនឹងខាងប្រទេសខាងកើតទៀតហើយរួមហើយនឹងធ្វើគាត់ថាបើរបបគាត់ចង់ឲ្យមានចុងក្រោយគឺមានអនុសាសន៍គាត់ចង់ឲ្យមានការផ្លាស់ប្ដូររបបដើម្បីយើងអាចទៀមទាកោះគុតទៀមទាកោះត្រល់អីលក្ខណៈបាទហើយយើងដើរដល់ប្រព័ន្ធនេះហើយយើងងាកទៅណាវិញបាទហើយកុំដុតបញ្ហាបន្ថែមអានេះគឺខ្ញុំបញ្ជាក់យើងកំពុងតែមានបញ្ហាជាមួយមួយខាងលិចដោះស្រាយឡើងវិធានពិបាកហើយមករុញបញ្ហាខាងកើតទៀតបងប្អូនដែលខ្ញុំចាំពីក្រោយរយៈក្រោយមកខ្ញុំនិយាយពីបញ្ហាខាងកើតខ្ញុំនិយាយហើយឥឡូវយើងផ្ដោតទៅលើសត្រូវមួយសិនសត្រូវមួយមិនឈ្នះផងព្រមសត្រូវ2 3រួមគឺមិនឈ្នះគេបាទដូច្នេះសុំឲ្យគិតពីផលប្រយោជន៍ជាតិជាធំបាទជាជាងការចង់បានទទួលអំណាចតាមរយៈការព្រួលរំលំអីរបបអីឡាក់បាទសូមលុបដិតបន្តទៅដល់ព្រំដែនគោកនោះបាទពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនគោកដូចជាយើងបានជ្រាបហើយក្រោយពីកិច្ចចរចាបាទប្រយុទ្ធគ្នា21ថ្ងៃនៅខែធ្នូហើយយើងបានចរចាគ្នានៅម៉ាឡេស៊ីដោយ JBC General Border Committee ដោយគណៈកម្មការព្រំដែនទូទៅហើយបានសម្រេចឲ្យមានបទចុះបាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ប៉ុន្តែអ្វីដែលមានចែងនៅក្នុងបទជប់បាញ់នៅក្នុងកិច្ចព្រមព្រៀងជាមួយគ្នានោះថៃមិនបានគ្រប់ទេថៃបានរំលោភចូលគ្រប់គ្រងលើដែនអធិបតេយ្យភាពរបស់កម្ពុជាថែមទៀតបាទហើយឥឡូវនេះបញ្ហានៅតែគ្រប់គ្រងហើយនឹងកសាងសំណង់រឹងកើតដាក់ដូចជាផលិតផលទេសចររបស់គេទៀតបាទឥឡូវនេះដូច្នេះទេបញ្ហានេះគឺយើងនៅតែទាមទារឲ្យថៃចូលនៅយន្តការទ្វេភាគីយន្តការប្រជុំតាក់ទងទៅនឹង JBC គណៈកម្មការព្រំដែនរួមដើម្បីកំណត់នៅព្រំដែនបាទហើយកម្ពុជាបញ្ជាក់ចំហច្បាស់ហើយមិនទទួលស្គាល់ទេតាមរយៈការគ្រប់គ្រងដែនអធិបតេយ្យភាពកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងបាទសម្ដេចអធិបតីក៏បានបញ្ជាក់នៅកិច្ចសន្និសីទអាស៊ានចុងក្រោយដែរនៅសេប៊ូនៅហ្វីលីពីនដែរបាទនេះគឺច្បាស់ណាស់ដូច្នេះទេកម្ពុជាត្រូវទាមទារបាទអ្វីដែលចុះកិច្ចព្រមព្រៀងជាមួយគ្នាចុងក្រោយគឺកិច្ចព្រមព្រៀងដូចខ្ញុំលើកឡើងថ្ងៃទី27ខែដេសែម្បឺខែធ្នូឆ្នាំ2025ត្រូវឲ្យថៃអនុវត្តទៅលើកិច្ចព្រមព្រៀងនេះបើអនុវត្តទៅលើកិច្ចព្រមព្រៀងនេះមានន័យថាយ៉ាងម៉េចភាគីទាំងពីរត្រូវចូលមកប្រជុំ JBC ថៃកិច្ចរហូតថៃអត់មកចូលរួមទេបាទថៃអត់ចូលរួមកិច្ចប្រជុំ JBC បើចូលរួមកិច្ចប្រជុំ JBC គុនកបាទទៅវិញហ្នឹងក្រុមជលយមថៃប្រលះទៀតហើយបាទដូច្នេះប្រឹងកិច្ចមកសំទោសដូច្នេះយើងត្រូវបង្ខំយ៉ាងណាពីព្រោះសញ្ញេដល់ខ្លួនឯងអ្នកសញ្ញេទាំងសងខាងហើយមានសញ្ញេនៅក្នុងនេះទៀតនៅក្នុងកិច្ចប្រជុំអាស៊ានទៀតបាទមានសម្របសម្រួលដល់ប្រធានអាស៊ានទៀតដូច្នេះយើងត្រូវតែធ្វើការតស៊ូមតិឲ្យថៃចូលអនុវត្តទៅលើកិច្ចព្រមព្រៀងថ្ងៃទី27ខែធ្នូ2025ទី1ទី2កម្ពុជាត្រូវស្វែងរកនៅការអន្តរាគមន៍ពីមហាអំណាចនេះគឺជាចំណុចដែលកម្ពុជាត្រូវបន្តទៅថែមទៀតហើយការជាពិសេសគឺមហាអំណាចចិនហើយនិងមហាអំណាចសហរដ្ឋអាមេរិកពី
ពីព្រោះមហាអំណាចទាំងពីរនេះបាទគឺមានសម្ពាធយ៉ាងខ្លាំងអាចដាក់សម្ពាធខ្លាំងទៅថៃបាទដើម្បីឲ្យចូលចរចាប្រជុំ JBC ឡើងវិញពីព្រោះចិនជាអ្នកដែលវិនិយោគធំជាងគេបំផុតបាទនៅទាំងកម្ពុជាទាំងថៃបាទអាមេរិកគឺជាទីផ្សារដែលនាំចេញទំនិញច្រើនបំផុតបាទពីកម្ពុជាពីថៃបាទពីថៃនាំទៅអាមេរិកប្រហែលជាខ្ទង់ 36% កម្ពុជានាំទៅអាមេរិកខ្ទង់ 40% នៃទំនិញសរុបរបស់ខ្លួនដូច្នេះទេមហាអំណាចទាំងពីរនេះបាទមានគេហៅថាអាចដាក់សម្ពាធទៅលើប្រទេសទាំងពីរនេះឲ្យចូលតុចរចាអញ្ចឹងយើងស្វែងរកការអន្តរាគមន៍នេះបន្តទៀតទី3ខ្ញុំលើកច្រើនដងហើយតាក់ទងទៅនឹងយន្តការច្បាប់បញ្ហាយន្តការច្បាប់នេះខ្ញុំមិនឃើញរដ្ឋាភិបាលចេញមកបំភ្លឺដល់សាធារណជនទេអ្វីដែលខ្ញុំលើកខ្ញុំមិនមែនលើកព្រំដែនដែលថៃគ្រប់គ្រងទាំងអស់ទេគឺពាក់ព័ន្ធទៅនឹងតំបន់ប្រាសាទព្រះវិហារពីព្រោះប្រាសាទព្រះវិហារនេះយើងឈ្នះក្តី ICJ នៅតុលាការយុត្តិធម៌អន្តរជាតិតាំងពីឆ្នាំ1962បាទហើយការបកស្រាយសាលិកាឡើងវិញនៅឆ្នាំ2013បាទប៉ុន្តែហេតុអ្វីពេលនេះថៃបានបាញ់កំទេចប្រាសាទព្រះវិហារបានគ្រប់គ្រងនៅតំបន់ប្រាសាទព្រះវិហារហើយឥឡូវនេះកសាងហេដ្ឋារចនាសម្ព័ន្ធហើយមានចង់បញ្ជូននៅណាទេសចរអីមកទៀតហេតុអីក៏យើងមិនដាក់ពាក្យទៅ ICJ ម្ដងទៀតក្នុងការបកស្រាយសាលិកាក្នុងការចេញនៅគេហៅថាសាលិកាឲ្យថៃដកទ័ពចេញពីតំបន់នេះដូចឆ្នាំ2013នេះគឺជាចំណុចមួយដែលខ្ញុំនៅអត់អស់ចិត្តទេក្នុងខ្លួនខ្ញុំព្រោះខ្ញុំផ្ដល់អនុសាសន៍នេះយូរហើយមកច្រើនដងនិយាយឡើងសិនថាគេហៅថាតប៉ែមកដល់ហើយមិនដែរអត់ឃើញថាខាងរដ្ឋាភិបាលខាងគណៈកម្មការព្រំដែនខាងក្រសួងការបរទេសឬក៏ខាងតំណាងរដ្ឋាភិបាលបកស្រាយអំពីបញ្ហានេះទេបាទចឹងត្រូវលើកបញ្ហានេះគាស់វាឡើងវិញទី4បញ្ហាព្រំដែនកូននេះដែរគឺតកតងទៅនឹងសេដ្ឋកិច្ចបាទយើងធ្វើបានល្អហើយគឺពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្មបាទការដាក់ស្ពាតពាក់ព័ន្ធទៅនឹងការកាត់បន្ថយនៅការធ្វើពាណិជ្ជកម្មជាមួយនឹងថៃនេះបាទហើយទី5គឺពាក់ព័ន្ធទៅនឹងបញ្ហាការទូតយើងនៅតែបន្តដូចខ្ញុំលើកឡើងអញ្ចឹងបាទគ្រប់យន្តការការទូតនេះគឺមានសារៈសំខាន់សម្រាប់កម្ពុជាទាំងអស់តាក់ទងទៅនឹងទៅអាស៊ានទៅអង្គការសហប្រជាជាតិហើយបន្តដឹកនាំនៅគេហៅថាក្រុមអង្គការអាស៊ាន AOT ចុះទៅពិនិត្យកន្លែងផ្ទាល់ដែលគេកំពុងឈ្នះពានហើយក៏ដូចជាពាក់ព័ន្ធទៅនឹងmilitary attaché គេហៅថាអនុព័ន្ធយោធាប្រចាំស្ថានទូតផ្សេងៗបាទទៅទស្សនកិច្ចកន្លែងនេះយើងត្រូវតែបន្តប្រមូលផុសតាំងសរសេរជារបាយការណ៍មិនមែនទៅទស្សនកិច្ចដងឲ្យបាត់ស្ងាត់ឈឹងទេណាត្រូវមានរបាយការណ៍ផងបាទពីព្រោះថៃក៏រសើបដែរបញ្ហានេះពងលួចបោះគេពងធ្វើចោលដល់ពេលគេមកអឺតមើលមានស្រាយចិត្តណាបាញ់កំភ្លើងបាញ់ប្រមាណគ្រាប់បាញ់រហូត AOT ចុះទៅមានការបាញ់រហូតបាទនេះក៏ជាសម្ពាធមួយទៅលើប្រទេសថៃផងដែរបាទអរគុណលោកបណ្ឌិតតើប្រទេសកម្ពុជារបស់យើងក៏ដូចជាប្រជាជនរបស់យើងតើបានរៀនអ្វីខ្លះពីមេរៀនដ៏ជឿចាប់មួយនេះដែរសូមជឿលោកបាទបញ្ហាការថៃឈ្លានពានមកកម្ពុជាបាទក្នុងគេហៅថាសម័យទំនើបនេះបាទគឺធ្វើឲ្យកម្ពុជាភ្ញាក់ខ្លួនបាទញាក់ខ្លួនដូចខ្មោច7ថ្ងៃអញ្ចឹងបាទញាក់ខ្លួនដូចខ្មោច7ថ្ងៃហើយដូចខ្ញុំថាភ្ញាក់ខ្លួនខ្លាំងទី1គឺតាក់ទងទៅនឹងការប្រើប្រាស់ការចិញ្ចឹមថៃរាប់10ឆ្នាំកន្លងមកនេះបាទទាំងពាក់ព័ន្ធទៅនឹងការទិញទំនិញថៃទាំងការទៅលេងនៅប្រទេសថៃទេសចរទាំងការទៅព្យាបាលទៅកែសម្ផស្សទីផ្សារដល់ព្យាបាលកែសម្ផស្សគឺច្រើនណាស់បាទចំណាយលុយរាប់ពាន់លានដុល្លារមួយឆ្នាំទៅចិញ្ចឹមថៃចិញ្ចឹមសត្រូវរបស់ខ្លួនឥឡូវនេះសត្រូវខ្លួនធាត់បានចិញ្ចឹមពោះថ្លាន់ពេលពោះថ្លាន់ធាត់ធំទៅលេបចង់លេបយើងវិញបាទនេះយើងភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃអញ្ចឹងតាក់ទងទៅបញ្ហាសង្គ្រាមនេះហើយបញ្ហាសង្គ្រាមនេះក៏បង្កើនឲ្យកម្ពុជាយើងពង្រឹងខ្លួនឯងឡើងវិញពីព្រោះនៅក្នុងសម័យនេះយើងគ្រប់គ្នាតែនឹងនិយាយហើយក៏ថាកម្ពុជាខ្លាំងទើបអាចការពារបូរណភាពទឹកដីបានទើបគេរាប់អានយើងទើបគេស្ដាប់យើងតែខ្លាំងពាក្យខ្លាំងនេះនិយាយស្រួលទេប៉ុន្តែធ្វើយ៉ាងម៉េចមិនស្រួលទេបាទមិនស្រួលទេគេកសាងគេអត់មានសង្គ្រាមរាប់10ឆ្នាំមកហើយគេកសាងធនធានមនុស្សរាប់10ឆ្នាំមកហើយគេនៅតែខ្លាំងមានកម្រិតហើយមកយើងទៅភ្ញាក់ខ្លួននេះអញ្ចឹងទេបញ្ហាការភ្ញាក់ខ្លួនចុងក្រោយហើយដើម្បីកសាងឲ្យកម្ពុជាយើងខ្លាំងខ្ញុំឃើញហើយគឺចលនាមហាជនយើងមានការរួបរวมសាមគ្គីគ្នានៅពេលដែលមានសង្គ្រាមនិងក្រោយសង្គ្រាមជាដើមបាទគឺយើងបានចូលរួមចំណែកទាំងសមរភូមិមុខទាំងសមរភូមិក្រោយបាទយើងបានរួបរวมគ្នាហើយទាំងអស់ហើយបញ្ហាបង្កើននៅគេហៅគំនិតជាតិនិយមយើងបានភ្ញាក់ខ្លួនបាទយើងធ្វើឲ្យមានជាតិនិយមឡើងវិញដូច្នេះទេគឺយើងឃើញថាប្រជាជនយើងមានការភ្ញាក់រលឹកធ្វើពាក្យឯកាទៅលើតំណែងថៃអាវុធនេះអាវុធមុតស្រួចបាទអាវុធនេះមិនមែនអាវុធលេងសើចទេបងប្អូនទៅមើលទូរលេខនៃការនាំចូលតំណែងថៃបងប្អូនទៅមើលទូរលេខកម្ដៅនៃសេដ្ឋកិច្ចថៃទៅបាទគឺមានផលប៉ះពាល់យ៉ាងខ្លាំងបាទពាក់ព័ន្ធទៅនឹងការធ្វើពាក្យឯកានេះហើយបងប្អូនដែលជាមហាសេដ្ឋីអ្នកមានទ្រព្យមានអំណាចក៏គាត់ចេញលុយដើម្បីវិនិយោគច្រើនបាទយើងវិនិយោគនៅក្នុងស្រុករបស់យើងបង្កើនផលិតកម្មរបស់យើងបង្កើនគុណភាពទាំងបរិមាណបាទក្នុងការផលិតហើយទន្ទឹមនឹងនោះក៏ប្រជាពលរដ្ឋយើងបាទគឺងាកមកបាទទទួលយកនៅការប្រើប្រាស់នៅផលិតផលក្នុងស្រុកបាទផលិតផលក្នុងស្រុករបស់យើងគឺមានកំណើនមានការគ្រប់គ្រងច្រើនពេលនេះបាទ
ពីមុនក៏និយាយរឿងរបស់ខ្មែររបស់វៀតណាមនោះដើរចេញហើយរបស់ថៃអូរត់ទៅបាក់កងាប់បាទចង់បាទសុតទៀតអត់សុតអត់យកបាទក៏ថៃសុតទៀតនោះហើយបាទដូច្នេះទេនេះគឺជាអ្វីកែបង្កើននៅជាតិនិយមហើយទី4បង្កើននៅប្រាក់ចំណូលជាតិគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលដែលសម្ដេចតេជោបានលើកឡើងហើយក៏ដូចជាអាដាមជារិទ្ធអ្នកនាំពាក្យរបស់សម្ដេចតេជោបានលើកឡើងចំណូលពន្ធគោលរបស់កម្ពុជានៅពេលដែលបិទព្រំដែនបិទការនាំចូលពីថៃហេតុអីក៏ចំណូលពន្ធគោលរបស់កម្ពុជាកើនឡើងវាបិទវាគួរតែថយចុះមិនអញ្ចឹងយើងផលិតក្នុងស្រុកច្រើនព្រោះពន្ធគោលវាពាក់ព័ន្ធនឹងបញ្ហាឆ្លងដែនបាទហើយបញ្ហានេះវារ៉ាំរ៉ៃយូរឆ្នាំមកហើយពីណាក៏ដឹងដែរបាទប្រឡងចូលគោយប្រឡងចូលអីនេះបាទមិនអស់តិចទេហើយក៏កន្លែងគេហៅថាខ្លាញ់បំផុតដែរធ្វើការប្រហែលឆ្នាំស្រង់ដើមខ្លាយមានវេលា4 10រាប់មកនោះបាទដូច្នេះបញ្ហានេះគឺជាបញ្ហាមួយដែលយើងបានបាទទាំងថ្នាក់ដឹកនាំគឺបានដឹងអំពីចំណុចនេះបាទបញ្ហាកន្លងមកគឺបញ្ហាការនាំចូលដែលខុសច្បាប់ការខុបខុតនៅតំបន់ព្រំដែនដែលនាំចូលក៏ដូចជាមានអ្នកកាងបាទមានអ្នកកាងការនាំចូលនេះខ្ញុំឮទៀតមានរហូតដល់គេហៅថាឈ្មួញកដាលមួយដែលគឺថាចង់នាំតំណែងពីថៃចូលមកបងពុន100បងពុន30បានហើយគេហៅជា70 30បាទ70 30យ៉ាងតំណែងដែលត្រូវបងពុន100ណែបង30ទេនេះគឺមកការហើយហ្មងបាទគេត្រូវគ្នាជាមួយណាមកការបានចូលតាមច្រកហ្នឹងបើមន្ត្រីច្រកហ្នឹងបើគោយនៅច្រកហ្នឹងមិននេះមិនត្រូវគ្នាធ្វើមិនអាចនាំចូលបានបាទអញ្ចឹងគេមានអ្នកសម្របសម្រួលឈ្មោះកដាលអញ្ចឹងទៅអញ្ចឹងថៃកន្លែងហ្នឹងគាត់អាចវិភាគខុសដែរលំនៅគាត់មើលទទួលលេខក្នុងកណ្ដាស់តែទូលេខកែវកណ្ដាស់នោះច្រើនជាងអ្វីនឹងទៀតបាទជាក់ស្ដែងតាមត្រូវហើយពីព្រោះទូលេខក្រសួងពាណិជ្ជកម្មថៃនាំចេញមកកម្ពុជាច្រើនតែទូលេខរបស់កម្ពុជានាំពីថៃមកតិចជាងពីព្រោះអីកិច្ចពន្ធកិច្ចពន្ធហើយនឹងការបងពន្ធនេះ30%អីនេះបាទ30 70នេះបាទនេះជាបញ្ហាដូច្នេះគេការអង្កេតរបស់សម្ដេចតេជោហាក់បីដូចជាមានការភ្ញាក់ផ្អើលនេះបាទគឺត្រឹមត្រូវណាស់បាទរឿងនេះកើតឡើងបាទកើតឡើងដូច្នេះទេក៏សំណូមពរដែរដើម្បីពង្រឹងនៅចំណូលថវិកាជាតិយើងទៅពង្រឹងនៅគេហៅថាការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ពួកគេបងពុន 100% យើងបងពុន 30% យើងទៅប្រកួតមួយគេហ្មងបាទចុះវាអត់យុត្តិធម៌ដូច្នេះទេសំណូមពរដល់ថ្នាក់ដឹកនាំបាទក្នុងការពិនិត្យមើលទៅលើតាមច្រកនេះមិនមែនតែច្រកថៃទេទាំងច្រកវៀតណាមទាំងច្រកឡាវឥឡូវនេះតំណែងថៃនាំវៀងមកតាមច្រកឡាវបាទហើយក៏នៅមានបញ្ហានេះដែរដូច្នេះសង្ឃឹមថារដ្ឋាភិបាលក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបាទជួយពិនិត្យបញ្ហានេះមែនទែនដើម្បីបង្កើនចំណូលពន្ធគោលឲ្យយើងកាន់តែច្រើនទៀតឥឡូវយើងកើនពេលបិទថៃដល់កើនជាង 20% បាទដូច្នេះបើយើងពិនិត្យមើលឲ្យបានច្បាស់ពាក់ព័ន្ធបញ្ហាខាងវៀតណាមខាងឡាវថែមទៀតគឺយើងនឹងអាចបង្កើនចំណូលពន្ធគោលយើងបន្ថែមទៀតបាទហើយអាចបើកការស៊ើបអង្កេតបាទទៅដល់មន្ត្រីពាក់ព័ន្ធមួយចំនួនដែលយើងសង្ស័យមន្ត្រីជាពិសេសមន្ត្រីគោយមន្ត្រីតាមច្រកនេះបាទអត់ប្រមាថទេពួកគាត់មានដាក់ចេញក្រៅ declare នៅទ្រព្យសម្បត្តិហើយកាលពីឆ្នាំមុនចូលពន្ធគោយចូលការងារទៅហើយក្រោយចូលការងារគាត់មានទ្រព្យប្រមាណខ្លះស៊ើបអង្កេតមើលទៅបាទបានចំណូលមកពីណាប្រភពមកពីណាយើងរកឃើញហើយរឹបអូសសម្បត្តិពួកគាត់មកយកមកដាក់ចូលថវិកាជាតិដើម្បីអភិវឌ្ឍពង្រឹងនៅសេដ្ឋកិច្ចពង្រឹងនៅហេដ្ឋារចនាសម្ព័ន្ធពង្រឹងនៅវិស័យយោធារបស់កម្ពុជាយើងបាទនេះហើយដែលយើងចង់ឲ្យកម្ពុជាខ្លាំងបាទមិនដូច្នោះទេយើងបាត់ទៅអស់បាទហើយចំណុចទី5តាក់ទងទៅនឹងពង្រឹងបាទយើងភ្ញាក់ខ្លួនតាក់ទងវិស័យការពារជាតិយើងយើងរស់នៅសន្តិភាពយើងបំផ្លាញចោលនៅអាវុធបាទយើងមានអីវងមួយគួយចំណងនៃលាក់នោះបាទដែលជាមិត្តនិមិត្តសញ្ញាដែលកម្ពុជាយើងនឹងរស់នៅក្នុងសន្តិភាពបាទមិនចង់ឲ្យមានសង្គ្រាមអីទេដូច្នេះទេយើងបានចាប់ដើមពង្រឹងនៅវិស័យយោធារបស់យើងបាទពង្រឹងជាពិសេសគឺចុងក្រោយនេះគឺដាក់ចេញនៅច្បាប់កាតព្វកិច្ចយោធាបាទហើយទី6ខ្ញុំគិតថាដើម្បីឲ្យយើងខ្លាំងគឺត្រូវមានកំណែតម្រង់ជាចាំបាច់សម្ដេចក៏តែងតែលើកឡើងដែរបាទទាំងសម្ដេចតេជោទាំងសម្ដេចធិបតីកំណែតម្រង់គឺជាការស្លាប់រស់នៃប្រទេសជាតិបាទដូច្នេះទេសូមមែនទែនបាទដើម្បីឲ្យពង្រឹងឲ្យជាតិយើងខ្លាំងយើងត្រូវពង្រឹងឲ្យច្បាស់ពិតប្រាកដតាក់ទងទៅនឹងគេហៅថាកំណែតម្រង់វិស័យសាធារណៈបាទតាក់ទងទៅនឹងគេហៅថាអតិផរណាអ្នកនយោបាយទូនាទីនយោបាយក្នុងជួររដ្ឋាភិបាលអតិផរណាមន្ត្រីរាជការតាមក្រសួងអតិផរណាមន្ត្រីនៅកងកម្លាំងប្រដាប់អាវុធនៅថ្នាក់ក្រោមជាតិអីលក្ខណៈនេះបាទយើងត្រូវពិនិត្យបញ្ហានេះហើយធ្វើការអាប់ដេតធ្វើបច្ចុប្បន្នភាពទៅលើស្ថាប័នដែលចាំបាច់ដើម្បីចូលរួមចំណែកអនុវត្តការងារអនុវត្តនៅយុទ្ធសាស្ត្រនិងផែនការរបស់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពហើយនឹងមានប្រសិទ្ធផលបាទសូមអរគុណលោកបណ្ឌិតដែលបានធ្វើការបកស្រាយទៅលើទាំងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងពិភពលោកក៏ដូចជាការវិវត្តចុងក្រោយបំផុតនៃព្រឹត្តិការណ៍ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជារបស់យើងដែរដោយសារតែពេលវេលារបស់យើងគៀកមកដល់នឹងបញ្ចប់ហើយបាទតើលោកបណ្ឌិតមានអ្វីចុងក្រោយផ្ដាំផ្ញើទៅប្រិយមិត្តរបស់យើងទេបាទភ្ជាប់ជាមួយនឹងចុងក្រោយសូមមកសំណួរបន្ថែមទៀតតកតងជាមួយនឹងតើយើងគួរត្រៀមខ្លួនអ្វីខ្លះក្នុងរឿងដែលកំពុងកើតឡើងនេះបាទ
បាទរឿងទាំងអន្តរជាតិទាំងពិភពលោកហើយទាំងក្នុងប្រទេសរបស់យើងបាទដូចខ្ញុំលើកឡើងតាំងពីដើមមកតាំងពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយសង្គ្រាមនៅលើពិភពលោកហើយក៏ដូចជាបញ្ហាថៃឈ្លានពានមកលើកម្ពុជានេះបាទគឺពលរដ្ឋកម្ពុជាយើងបាទត្រូវតាមដាននូវព័ត៌មានដែលច្បាស់ដែលមានប្រភពត្រឹមត្រូវបាទកុំចេះតែមានអ្នកបំផុសបំផុលនិយាយ MOU 2001សញ្ញេក៏បាត់កោះគុតបាទ MOU 2001លុបចោលក៏បាត់កោះគុតទៅយន្តការអន្តរជាតិក៏បាត់កោះគុតបងប្អូនកុំជឿបាទដូច្នេះបងប្អូនអាចពិនិត្យមើលជាក់ស្ដែងហើយស្ដាប់កុំស្ដាប់តែម្ខាងពេលយើងថាមិនចូលចិត្តខាងរដ្ឋាភិបាលយើងអត់ស្ដាប់ហើយយើងទៅស្ដាប់តែខាងនោះបាទគូក្បាលយើងទៅខាងហ្នឹងឯងដើម្បីឲ្យយើងខ្លាចជាពលរដ្ឋល្អហើយយើងបានព័ត៌មានត្រឹមត្រូវការវិនិច្ឆ័យត្រឹមត្រូវគឺទាមទារឲ្យយើងស្ដាប់ទាំងអស់ verify គ្រប់ជ្រុងព័ត៌មានដែលមានពាក់ព័ន្ធទៅនឹងប្រធានបទបាទបើមកនិយាយប្រធានបទរឿងព្រំដែនមួយតើខាងណាខ្លះមានខាងរដ្ឋាភិបាលមានខាងអន្តរជាតិមានខាងថៃមានខាងប្រឆាំងមានខាងអីយើងបូកចូលគ្នាមកយើងអាចសំយោគបានអ្វីដែលជាការពិតបាទនេះទៅទាមទារឲ្យយើងអនុវត្តទាំងនេះហើយបន្តរួបរวมគ្នាបាទបន្តរួបរวมគ្នាសាមគ្គីគ្នាคล้ายជាកងកម្លាំងសមរភូមិក្រោយដ៏មានឥទ្ធិពលពាក់ព័ន្ធទៅនឹងការរួបរวมសាមគ្គីការចែករំលែកបាទទាំងកម្លាំងកាយទាំងទ្រព្យសម្បត្តិបាទក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដីយើងហើយពាក់ព័ន្ធទៅនឹងការធ្វើពាក្យឯកាបាទត្រូវតែបន្តហើយនេះពង្រីកថែមទៀតបាទមិនមែនតែបន្តទៅលើបញ្ហាទំនិញដែលហាមឃាត់ឬក៏ទំនិញមួយចំនួននោះទេណាខ្ញុំគិតថាយើងគួរតែពង្រីកបន្ថែមទៀតដើម្បីវាប្រើអាវុធបាទអាវុធពាណិជ្ជកម្មនេះបាទអាវុធសេដ្ឋកិច្ចនេះបាទដើម្បីវាយថៃបាទហើយហើយបន្តមកទៀតខ្ញុំគិតថាបងប្អូនយុវជនយើងដែលគ្រប់អាយុកាតព្វកិច្ចយោធាបាទបងប្អូនមានកិត្តិយសក្នុងការចូលរួមបម្រើជាតិបាទចូលកាតព្វកិច្ចយោធានេះហើយក៏សំណូមពរដល់រដ្ឋាភិបាលវិស័យសាធារណៈក៏ដូចជាវិស័យឯកជនត្រូវដាក់នៅចំណុចលក្ខខណ្ឌមួយបាទនៅពេលខាងមុខនេះអ្នកដែលបានឆ្លងកាត់នៅកាតព្វកិច្ចយោធាគឺអត្ថិភាពដល់អត្ថិភាពបាទចូលបម្រើនៅក្នុងក្រុមហ៊ុនឯកជនវិស័យឯកជនក៏ដូចជាវិស័យសាធារណៈឡើងឡាក់បាទនេះគឺជារឿងដែលយើងត្រូវធ្វើទាំងអស់គ្នាហើយក៏សំណូមពរផងដែរបាទទៅដល់អ្នកមានទ្រព្យធនបាទធ្វើការផលិតនេះកុំអោយគេថារបស់ខ្មែរប្រើមិនកើតទេបាទអត់កើតមែនដំបងខ្លាំងខ្ញុំប្រើកើតមែនខ្ញុំនិយាយបញ្ជាក់តាមត្រង់អញ្ចឹងទេដូចជាមិនពិបាកទេបច្ចេកវិទ្យាសហការជាមួយក្រុមហ៊ុនដែលគេផលិតល្អក៏បានដែរលួចរៀនបច្ចេកវិទ្យាគេមកមើលតាម YouTube មើលក៏អាចផលិតបានល្អសាប៊ូមុនអីខ្ញុំប្រើកើតមែនពិបាកប្រើតែខ្ញុំថាធ្វើពាក់ឯកាអញ្ចឹងធ្វើម៉េចក៏ខ្ញុំត្រូវប្រើដែរដូច្នេះទេសូមឲ្យមានការផលិតឲ្យបរិមាណគ្រប់គ្រាន់គ្រប់គ្រងទីផ្សារក៏ដូចជាគុណភាពដែលអាចទទួលយកបានហើយនឹងតម្លៃដែលអាចទទួលយកបានបាទពីព្រោះគេនាំចូលគេដឹកជញ្ជូនផងគេបង់គុណផងគេយកមកលក់នៅយើងបានហើយក៏យើងនៅក្នុងស្រុកហើយក៏ពិបាកខ្លាំងម្លេះបាទហើយក៏សំណូមពរដល់រដ្ឋាភិបាលក្នុងការជួយសម្របសម្រួលបាទទៅដល់អ្នកវិនិយោគិនរបស់យើងអ្នកផលិតកម្មរបស់យើងសិប្បកម្មរបស់យើងកាត់បន្ថយនៅគេហៅថាដើម្បីកាត់បន្ថយនៅថ្លៃដើមនៃការផលិតអីជួយសម្របសម្រួលហ្នឹងទៅបាទហើយសំណូមពរចុងក្រោយគឺតកតងទៅនឹងការធ្វើនៅកំណែតម្រង់រដ្ឋាភិបាលស៊ីជម្រៅបាទសូមអរគុណលោកដបិតដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាមួយកម្មវិធីសន្ទនាសេដ្ឋកិច្ចរបស់យើងនៅសប្តាហ៍ទី2ប្រិមត្តទស្សនិកជនជាទីមេត្រីកម្មវិធីសន្ទនាសេដ្ឋកិច្ចសប្តាហ៍ទី2នៅថ្ងៃទី9ខែមិថុនាឆ្នាំ2026បានឈានមកដល់ពេលនឹងបញ្ចប់ហើយគណៈពេលនេះលោកបណ្ឌិតជ័យតិចរួមនឹងខ្ញុំបាទសុរិទ្ធីនិងក្រុមការងារទាំងអស់សូមអរគុណនិងសូមជម្រាបលា